បាទសូមស្វាគមន៍ប្រិមិត្តអ្នកស្ដាប់ជាទីមេត្រីសូមលើកនៅអត្ថបទដកស្រង់ខ្លីៗមកជម្រាបជូនដល់ប្រិមិត្តអ្នកស្ដាប់ដែលអត្ថបទទី1ភ្ញាក់ផ្អើលបរិះជនជាតិកូរ៉េម្នាក់ចុះលេងទឹកសមុទ្រដល់ឲ្យលងនិងឆ្លក់ទឹកស្លាប់នៅឆ្នេរអូត្រេសក្រុងព្រះសីហនុបាទប្រិមិត្តឃើញថាហេតុការណ៍ដែលនឹកស្មានមិនដល់ជនជាតិកូរ៉េម្នាក់បែរជាទៅលេងទឹកយ៉ាងម៉េចបណ្ដាលឲ្យលិចលង់ឆ្លក់ទឹកបាទស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចធ្វើការចុះត្រួតពិនិត្យផងដែរខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី20ខែសីហាឆ្នាំ2026នេះវេលាម៉ោង 16:30 នាទីមានករណីបុរសជនជាតិបរទេសលង់ទឹកបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ស្ថិតនៅក្រុមទី3ភូមិទី6ខេត្តព្រះសីហនុនេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលទទួលបានកាលពីយប់ថ្ងៃទី20ខែសីហា2026ប៉ូលីសបានបញ្ជាក់ថាជនរងគ្រោះឈ្មោះវងសៀកយ៉ុងភេទប្រុសអាយុ62ឆ្នាំជាជនជាតិកូរ៉េមុខរបរជាអ្នករកស៊ីស្នាក់នៅបុរីភ្នំពេញថ្មីស្ថិតនៅសង្កាត់ក្រាំងខ្នងរាជធានីភ្នំពេញមានមិត្តស្រីឈ្មោះសានម៉ារ៉ាឌីអាយុ35ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅទីតាំងជាមួយជនរងគ្រោះខាងលើបច្ចុប្បន្នសពបុរសខាងលើត្រូវបានតម្កល់រក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុរងចាំនគរបាលបច្ចេកទេសវិទ្យាសាស្ត្រធ្វើកោសល្យវិจัยប្រិមិត្តឃើញថាសូវមែនតែនដោយសារតែអត់ចេះហែលទឹកឬក៏ទឹករលកខ្លាំងបាទបណ្ដាលឲ្យលិចលង់បុរសម្នាក់ស្លាប់អរគុណប្រិមិត្តជើងបញ្ចប់នៅអត្ថបទនេះហើយយើងមកតាមដាននៅអត្ថបទមួយទៀតក្រសួងសង្គមគិច្ចឪពុកម្ដាយឬអាណាព្យាបាលដែលបង្កើតកូននិងកុមារហើយយកទៅបោះចោលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ថ្មីនេះក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានកត់សម្គាល់ឃើញថាមានឪពុកម្ដាយឬអាណាព្យាបាលមួយចំនួនតូចបានបោះបង់ទារកកុមារនៅតាមមន្ទីរពេទ្យឬទីសាធារណៈហើយមានការចែកផ្សាយជាបន្តបន្ទាប់លើបណ្ដាញសង្គមក្រសួងសូមចាត់ទុកអំពើនេះជាអំពើអមនុស្សធម៌ឃោរឃៅនិងបិស័យដែលផ្ទុយនឹងច្បាប់សេចក្តីថ្លៃថ្នូរវប្បធម៌ក្រមសីលធម៌គោលនយោបាយកិច្ចការពារកុមារអនុសញ្ញាស្តីពីសិទ្ធិកុមារនិងលិខិតទៅបកអន្តរជាតិដទៃទន្ទឹមនឹងគ្នានេះដែរក្រសួងសង្គមបានពិនិត្យឃើញថាអំពើល្មើសខាងលើនេះគឺមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាកម្ពុជា2029ដែលឪពុកម្ដាយឬអាណាព្យាបាលទទួលខុសត្រូវចំពោះមុខច្បាប់ដោយខាងក្រោមមាត្រា321បទបោះបង់អនិច្ចជនអំពើរបស់បុគ្គលមានអំណាចថែរក្សាដែលបោះបង់អនិច្ចជនអាយុក្រោម15ឆ្នាំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ5ឆ្នាំនិងផាកពិន័យពី2លានរៀលទៅ10លានរៀលប្រសិនបើអំពើបោះបង់នោះបណ្ដាលឲ្យអន្តរាយដល់សុខភាពឬក៏សន្តិសុខរបស់អនិច្ចជននោះមាត្រា330បទញុះញង់ឲ្យបោះបង់ទារកអំពើនៅក្នុងគោលដៅចង់បានកម្រៃញុះញង់ដោយផ្ទាល់ដល់ឪពុកម្ដាយឬដល់ឪពុកឬម្ដាយឲ្យបោះបង់ចោលទារកដែលកើតមកហើយឬដែលនឹងកើតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ6ខែនិងផាកពិន័យប្រាក់ពី1សែនរៀលទៅ10សែនរៀលកន្លងទៅក្រសួងធ្លាប់ធ្វើការណែនាំជាច្រើនដងរួចមកហើយប៉ុន្តែដើម្បីជាការកើនរំលឹកក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតក្រសួងសូមធ្វើការណែនាំដល់មន្ទីរសង្គមគិច្ចអតីតយុវជននិងយុវនីតិសម្បទារាជធានីខេត្តត្រូវពង្រឹងកិច្ចសហការនិងជំរុញអនុវត្តទូនាទីភារកិច្ចរបស់អង្គភាពរួមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធលើការអនុវត្តនីតិវិធីនិងលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងកិច្ចការការពារទារកនិងកុមារពីការបោះបង់ចោលជាពិសេសប្រកាសលេខ22/8 គុតសអចចុះថ្ងៃទី11ខែតុលា2021ស្តីពីនីតិវិធីអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារនិងប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃនិងក្រសួងសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាលេខ074បក្រចុះថ្ងៃទី5ខែមករាឆ្នាំ2024ស្តីពីការដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលស្រុកខណ្ឌក្នុងករណីដែលលំបាកឬមានបញ្ហាជាមួយការចិញ្ចឹមបីបាច់ថែទាំទារកឬកុមារក្រសួងសូមលើកទឹកចិត្តដល់ឪពុកម្ដាយ
ឬអាណាព្យាបាលត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីទទួលការគាំទ្រសេវាសង្គមសមស្របដែលផ្ដល់ដោយក្រសួងស្ថាប័នឬអង្គភាពរបស់រាជរដ្ឋាភិបាលព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលជាដៃគូជៀសវាងការមិនអើពើនិងបោះបង់ពួកគេចោលបាទប្រិមិត្តឃើញថានៅរយៈធំនេះមានការបោះបង់ទ្រព្យចោលvàច្រើនមែនតើឥឡូវនេះមានច្បាប់មានការបោះបង់ទ្រព្យចោលអាចនឹងជាប់ពន្ធនាគារហើយនឹងផាកពិន័យជាទឹកប្រាក់ថែមទៀតអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទខ្លីទាំងពីរនេះបាទសូមស្វាគមន៍ប្រិមិត្តអ្នកស្ដាប់ជាទីមេត្រីសំឡេងនៅអត្ថបទដកស្រង់ខ្លីៗមួយចំនួនមកជម្រាបជូនដល់ប្រិមិត្តអ្នកស្ដាប់លោកឧត្តមស្នេហ៍ឯកជួននរិនស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហាញពីចំណាត់ការទៅលើស្ត្រីម្នាក់ដែលជេរប្រមាថលើវរៈកងទ័ពជួរមុខបាទប្រិមិត្តបានដឹងហើយជុំវិញរឿងរ៉ាវករណីស្ត្រីម្នាក់ជាម្ចាស់ទៅកែហាងលក់ទូរស័ព្ទនៅលើអនឡាញដ៏ល្បីមួយរូបដែលបានលក់ទូរស័ព្ទបោកប្រាស់ទៅដល់វរៈកងទ័ពហើយថែមទាំងជេរប្រមាថទៅលើវរៈកងទ័ពណារងការរិះគន់ពេញបណ្ដាញសង្គមបាទទោះបីជាមានការសុំទោសអ្នកលេងបណ្ដាញសង្គមបាទស្នើឲ្យមានចាត់វិធានការផងដែរឥឡូវនេះឃើញថាឯកឧត្តមស្នេហ៍ឯកបាទជួននរិនស្នងការនគរបាលរាជធានីភ្នំពេញក៏បានចាត់វិធានការផងដែរបាទតើយ៉ាងណាចឹងប្រិមិត្តយើងមកតាមដានលំអិតដូចតទៅថ្មីនេះអ្នកលេងបណ្ដាញសង្គម Facebook បានផ្ទុះការចែករំលែកនិងបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងទៅលើម្ចាស់ហាងទូរស័ព្ទមួយដែលបានប្រើប្រាស់ពាក្យសម្ដីជេរប្រមាថធ្ងន់ធ្ងរទៅដល់អតិថិជនម្នាក់ពាក់ព័ន្ធនឹងការលក់ដូរទូរស័ព្ទដែលតាមព័ត៌មានឲ្យដឹងថាអតិថិជននោះគឺជាវរៈកងទ័ពឈរជើងការពារមាតុភូមិនៅទិសប្រាសាទតាមាន់តាមរយៈសារសំឡេងបានលើកឡើងពីអតិថិជនដែលត្រូវបានគេដឹងថាជាវរៈកងទ័ពជួរមុខនោះបានលើសម្ដីឆ្លោយឆ្លងរបស់មនុស្សស្រីម្នាក់ជាថៅកែហាងលក់ទូរស័ព្ទខាងលើបន្ទាប់ពីវរៈកងទ័ពបានផ្ញើទូរស័ព្ទលក់ឲ្យវិញហើយមិនបានទូទាត់ប្រាក់លុយត្រឡប់មកវិញចំពោះដំណើររឿងដំបូងឡើយវរៈកងទ័ពបានកំងទិញទូរស័ព្ទពីហាងទូរស័ព្ទអនឡាញខាងលើពេលម្ចាស់ហាងផ្ញើទៅស្រាប់តែទូរស័ព្ទប្រើមិនកើតរួចវរៈកងទ័ពបានផ្ញើត្រឡប់មកម្ចាស់ហាងវិញដោយសង្ឃឹមថាម្ចាស់ហាងនឹងទូទាត់ប្រាក់សងគាត់វិញពេលពិនិត្យទូរស័ព្ទរួចបើតាមសម្ដីរបស់អ្នកលក់នៅក្នុងសន្និសីទនោះដែរក៏មានការសួរនាំរឿងបាញ់លុយលក់ទូរស័ព្ទនិងផ្ញើ QR ទៅអ្នកលក់នោះស្រាប់តែអ្នកលក់ខឹងរួចក៏ឆ្លើយតបផាំងរហូតដល់មានការជេរប្រមាថនិងជេរម្ដាយវរៈកងទ័ពថែមទៀតផងបន្ថែមពីនោះអ្វីដែលធ្វើឲ្យមហាជនខឹងសម្បានោះក្រោយពីវរៈកងទ័ពបានសរសេរសារមួយឃ្លាថាខ្ញុំការពារអ្នកមកជេរម៉ែខ្ញុំស្រាប់តែអ្នកលក់ទូរស័ព្ទខាងលើបានហៅវរៈកងទ័ពនោះថាហែងពេញមាត់និងបាននិយាយថាហើយចុះបើហែងអត់ចង់ការពារហែងរត់ចោលជួលទៅក្រែងការងាររបស់ហែងអីអញនឹងទៅចាប់ឯងចូលទៅហ៊ានមែនឬក៏ហែងចង់ខ្លួនឯងយ៉ាងណាមិញក្រោយសារសម្លេងបែបនេះបែកធ្លាយពេញបណ្ដាញសង្គម Facebook ហើយនោះមហាជនបានខឹងសម្បាយ៉ាងខ្លាំងដល់ម្ចាស់ហាងលក់ទូរស័ព្ទខាងលើដោយការប្រើពាក្យសម្ដីខាងលើនេះមិនត្រឹមតែអសិលធម៌នោះទេតែបង្ហាញការមើលងាយដល់វរៈកងក្នុងនោះដែរបើយោងតាមគណនី Facebook របស់ឯកឧត្តមជុនរិនជាអគ្គស្នងការនគរបាលរាជធានីភ្នំពេញក៏បានបង្ហាញចំណាត់ការហៅស្ត្រីម្ចាស់ហាងទូរស័ព្ទខាងលើដែលបានជេរវរៈកងទ័ពជួរមុខឲ្យចូលបំភ្លឺផងដែរដោយឯកឧត្តមបានសរសេររៀបរាប់ថាខ្ញុំបាទចាត់ទៅលោកឧត្តមសេនីយ៍ស្នងការរងបុត្រសច្ចាឲ្យអញ្ជើញអ្នកលក់ទូរស័ព្ទដែលបានប្រើពាក្យមិនកប់បីមកលើកងទ័ពជួរមុខអ្នកផ្ទះគាត់បានប្រាប់ថាចេញទៅព្រំដែនដើម្បីជួបកងទ័ពតាំងពីម្សិលមិញម្លេះពេលនេះមិនទាន់ត្រឡប់មកផ្ទះវិញនោះទេបាទប្រិមិត្តឃើញថារឿងរ៉ាវក្តៅកគុកតែម្ដងដែលស្ត្រីម្នាក់បានលក់ទូរស័ព្ទនោះទេប៉ុន្តែសម្ដីឆ្លើយប្រមាថដល់វរៈកងទ័ពណាឥឡូវនេះឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញបានស្ត្រីខាងលើចូលមកបំភ្លឺនៅស្នងការ
អរគុណប្រិយមិត្តសូមបញ្ចប់នៅអត្ថបទនេះហើយយើងមកតាមដាននៅអត្ថបទមួយទៀតអសូរណាស់យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តកំពុងបើកបត់បណ្ដាលឲ្យស្លាប់ភ្លាមៗយុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្រោយពេលជិះម៉ូតូជ្រុលទៅបុករថយន្តដែលកំពុងបត់ពាក់កណ្ដាលចំចំហៀងឆ្វេងពេញទំហឹងកាលពីវេលាម៉ោង 11:30 នាទីយប់នៅថ្ងៃទី 8 ខែសីហា ឆ្នាំ 2026 ស្ថិតលើផ្លូវ 30 ម៉ែត្រក្នុងសង្កាត់ចោមចៅទី 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញសពជនរងគ្រោះឈ្មោះអ៊ីងភេទប្រុសអាយុ 19 ឆ្នាំមុខរបរធ្វើការសំណង់មានស្រុកកំណើតនៅស្រុកព្រះស្ដេចខេត្តទីវែងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកចេញពីផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចរួចបត់ទៅស្ដាំទៅផ្លូវចោមចៅវិញគណៈពេលបត់ក្បាលពាក់កណ្ដាលផ្លូវប្រាប់តែគេឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1SL 9237ធ្វើដំណើរតាមបណ្ដោយផ្លូវ 30 ម៉ែត្រក្នុងពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើក៏អកសើចនហ្វ្រាំងមិនទាន់ច្បុកពីចំមុខចំហៀងខាងឆ្វេងនៃរថយន្តមិនស្គាល់ម៉ាកយ៉ាងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដួលបោកទៅនឹងផ្លូវស្លាប់ភ្លាមចំណែកឯម្ចាស់រថយន្តបានចុះមកមើលមួយផ្លេតក៏បានឡើងរថយន្តវិញបើកកិច្ចខ្លួនបាត់ឆ្មោលក្រោយកាត់ហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យចុះមកដល់ធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្នចំណែកឯរថយន្តសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវនៅពេលក្រោយរួចធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីបាទប្រិមិត្តឃើញថាដោយសារតែយុបផងហើយយុវជនខាងលើបាទបើកបរលឿនធ្វើប្រហែសបាទចាប់ហ្វ្រាំងអត់តន់ក៏អកសើបាទដួលទៅបុកនឹងបាទរថយន្តបាទពេញទំហឹងមួយរំពេចអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទខ្លីទាំងពីរនេះបាទសូមស្វាគមន៍ប្រិមិត្តអ្នកស្ដាប់ជាទីមេត្រីសម្លេងនៅអត្ថបទដកស្រង់បាទខ្លីៗមួយចំនួនមកជម្រាបជូនដល់ប្រិមិត្តអ្នកស្ដាប់ដែលអត្ថបទទី1អនិតតែក្មេងៗតូចនោះទេត្រូវកំព្រាតែតោនេះជាសពពីអ្នកប្រិយប្រពន្ធដែលចៅលួចឡានបើករត់ទៅបុកម៉ូតូរមាក់បាទប្រិមិត្តឃើញថាហេតុការណ៍រន្ធត់មួយបានកើតឡើងគ្រោះថ្នាក់ចរាចរណ៍បានឆក់យកបាទអាយុជីវិតមនុស្ស3នាក់ដោយសារតែចៅលួចឡានបើកយ៉ាងម៉េចយ៉ាងម៉ាក៏ទៅបុករមាក់ពេញទំហឹងបណ្ដាលឲ្យកិនស្លាប់គួរឲ្យសោកស្ដាយហើយអ្វីដែលបាទសោកសង្រេងនោះនៅសល់កូនតូចបាទរស់នៅកំព្រាឪពុកម្ដាយទាំងវ័យក្មេងណាករណីដ៏រន្ធត់មួយបានកើតឡើងបន្ទាប់ពីជនសង្ស័យម្នាក់បានលួចរថយន្តបែនដឹកដីមួយគ្រឿងពីខេត្តកំពង់ស្ពឺហើយបានបើករថគេចខ្លួនមកដល់ខេត្តកណ្ដាលមុនបង្កគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរទៅតាមព័ត៌មានដំបូងបណ្ដាលឲ្យមនុស្ស3នាក់បានបាត់បង់ជីវិតតាមសមត្ថកិច្ចបានដឹងថាហេតុការណ៍លួចរថយន្តនោះបានកើតឡើងនៅកាលពីវេលាម៉ោង 4:55 នាទីព្រឹកថ្ងៃទី3ខែសីហាឆ្នាំ 2026 ស្ថិតនៅភូមិរោងដំរីឃុំភ្នំតូចស្រុកសាមគ្គីមនីជ័យខេត្តកំពង់ស្ពឺជនសង្ស័យបានលួចបើករថយន្តបែនម៉ាកនីសានពណ៌សដែលម្ចាស់បានចតទុកចោលនៅខាងជើងផ្ទះរួចបើកគេចខ្លួនតាមផ្លូវជាតិលេខ 51 ក្រោយកើតហេតុសមត្ថកិច្ចបានរកឃើញវត្ថុតាងដែលជនសង្ស័យបន្សល់ទុកនៅកន្លែងកើតហេតុរួមមានម៉ូតូមួយគ្រឿងកន្ត្រៃមួយដើមកំបិតមួយដើមនិងដែកជ្រុងមួយដើមបន្ទាប់ពីទទួលបានពាក្យបណ្ដឹងកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះថាកុលអាយុ 27 ឆ្នាំលោកនេះបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចរថយន្តបែបនោះមែនហើយបានបើកកិច្ចខ្លួនតាមផ្លូវជាតិលេខ 51 លុះមកដល់ចំណុចភូមិគិរីថ្មីឃុំរោលើឃុំសំរោងលើស្រុកអង្គស្នួរខេត្តកណ្ដាលក៏បានបើកពុករះម៉ូតូនិងជ្រុលចូលផ្ទះប្រជាពលរដ្ឋមុនពេលរត់គេចខ្លួនពីកន្លែងកើតហេតុសមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យគឺជាមនុស្សប្រើប្រាស់ថ្នាំញៀនខុសច្បាប់បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរនិងកសាងទំនំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់សូមបញ្ជាក់ថាចំនួនអ្នកស្លាប់3នាក់
គឺស្របទៅតាមសារព័ត៌មានដែលបានផ្ដល់ការស៊ើបអង្កេតរបស់សមត្ថកិច្ចនៅតែបន្តដើម្បីបញ្ជាក់ព័ត៌មានលម្អិតបន្ថែមប្រិមិត្តឃើញថាចោរចង្រៃមែនតើបានលួចបើកឡានរបស់គេហើយមកបុកសម្លាប់ប្តីប្រពន្ធបាទអត់ដឹងអីសោះបាទស្លាប់ចោលកូនបាទកំព្រានៅតូចអរគុណប្រិមិត្តចូលបញ្ចប់នៅអត្ថបទនេះហើយយើងមកតាមដាននៅអត្ថបទមួយទៀតមិនបកស្រាយច្រើនតារាសម្ដែងបារីប្រកាសបែកបាក់ជាមួយម៉ាដាមដាយ៉ាងភ្ញាក់ផ្អើលចំពេលថ្ងៃឱកាសចិត្តមកដល់នៅពេញជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពិភពសិល្បៈនៅពេលដែលតារាសម្ដែងប្រុសរូបសង្ហាលោកបារីស្រាប់តែប្រកាសបែកបាក់ជាមួយនឹងដៃគូស្រីរបស់ខ្លួនគឺម៉ាដាមដាខណៈដែលពិធីមង្គលការអ្នកទាំងពីរកាន់តែខិតជិតចូលមកដល់កន្លងមកទស្សនិកជនតែងតែឃើញលោកបារីនិងម៉ាដាមដាបង្ហាញភាពផ្អែមល្ហែមនិងតស៊ូពុះពេរួមគ្នាយ៉ាងស្អិតរមួតបើទោះបីជីវិតអាជីវកម្មរបស់អ្នកទាំងពីរជួបព្យុះភ្លៀងយ៉ាងណាក៏ដោយយ៉ាងណាមិញនៅថ្ងៃទី3ខែសីហាឆ្នាំ2021នេះលោកបារីបានធ្វើឲ្យអ្នកគាំទ្រមានការតក់ស្លុតជាខ្លាំងដោយបានប្រកាសសាធារណៈថាថ្ងៃនេះយើងខ្ញុំទាំងពីរនាក់សូមអនុញ្ញាតប្រកាសដំណឹងជាសាធារណៈជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានជ្រាបថាយើងខ្ញុំព្រមព្រៀងចែកផ្លូវគ្នាចាប់ពីពេលនេះតទៅពីថ្ងៃនេះតទៅយើងទាំងពីរលែងត្រូវជាអ្វីគ្នាទៀតហើយព្រះសម្ដែងរូបនេះបានបន្ថែមទៀតថាលោកមិនចង់បកស្រាយអ្វីច្រើននោះទេដោយបានបញ្ជាក់ថាអ្នកទាំងពីរអាចរាប់អានគ្នាត្រឹមជាមិត្តល្អហើយមូលហេតុចម្បងនៃការបែកបាក់នោះគឺដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នាទន្ទឹមនឹងនេះម៉ាដាមដាក៏បានប្រកាសពីការបែកបាក់នោះនៅលើបណ្ដាញសង្គម Facebook ជាផ្លូវការរបស់នាងផងដែរថ្មីបិទបើអ្នកទាំងពីរធ្លាប់រៀបចំគម្រោងរៀបការជាមួយគ្នាក៏ដោយប៉ុន្តែការប្រកាសបញ្ចប់ទំនាក់ទំនងភ្លាមៗបែបនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនសម្ដែងការសោកស្ដាយនិងខ្លះទៀតនៅតែមានមតិសង្ស័យចំពោះព័ត៌មានដ៏ក្តៅគគុកមួយនេះបាទប្រិមិត្តឃើញថាមានការចាប់អារម្មណ៍ផងដែរនៅលើបណ្ដាញសង្គមគណៈអ្នកសិល្បៈដ៏ល្បីលោកបារីធ្លាប់តែឃើញផ្អែមល្ហែមជាមួយនឹងម៉ាដាមដាថតល្អៗនឹងគ្នាណាបាទស្រាប់តែប្រកាសបែកបាក់គ្នាបែបនេះទៅវិញអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទខ្លីទាំងពីរនេះសូមស្វាគមន៍ប្រិមិត្តអ្នកស្ដាប់ជាទីមេត្រីសម្លេងនៅអត្ថបទដកស្រង់ខ្លីៗមួយចំនួនមកជម្រាបជូនដល់ប្រិមិត្តអ្នកស្ដាប់ដែលអត្ថបទទី1អសូរណាស់នគរបាលម្នាក់ស្លាប់យ៉ាងរន្ធត់នៅស្តុបកោះកេរក្រុងសៀមរាបនៅក្នុងហេតុការណ៍មួយនេះបាទប្រិមិត្តបានទស្សនាក្នុងរូបថតហើយឃើញថាបងប្រុសជាមន្ត្រីសមត្ថកិច្ចបានជួបហេតុការណ៍បណ្ដាលឲ្យបាត់បង់ជីវិតគួរឲ្យអាសូរតាមមូលហេតុអ្វីទៅបើចឹងប្រិមិត្តមកតាមដានលំអិតដូចតទៅស្ត្រីជើងខ្លាំងម្នាក់ប្រកាសថាជិះម៉ូតូបុករថយន្តដែលខ្លួនជាអ្នករួមដំណើរជាមួយរួចបានហាមមិនឲ្យភ្នាក់ងារសារព័ត៌មានហងតូចប្រចាំតំបន់នោះថតរូបភាពផ្សព្វផ្សាយក៏បានឆ្លុះប្រកែកគ្នាមួយប្រាវបានធ្វើឲ្យមហាជនយល់ថាហេតុអ្វីមិនអាចថតរូបផ្សព្វផ្សាយបានហេតុអ្វីខណៈពេលអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយស្រាប់តែគាត់ចូលខ្លួនមកសួរនាំអ្នកសារព័ត៌មានហើយអ្នកព័ត៌មានក៏បានសួរនាំវិញគាត់ឆ្លើយថាម៉ូតូនេះជិះបុករថយន្តគាត់តែទីបំផុតនគរបាលចរាចរណ៍ផ្លូវគោករកឃើញថារថយន្តបើកមិនប្រកាន់ស្ដាំទៅពុកម៉ូតូបច្ចុប្បន្នបរិះម្ចាស់ម៉ូតូជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកសាក់4នោះបានស្លាប់បាត់ទៅហើយគណៈបរិះអ្នកបើករថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចកសាងទំនំរឿងបញ្ជូនដល់ដៃតុលាការហើយរីឯសពរបស់នគរបាលចរាចរណ៍ខាងលើត្រូវបានដឹកយកមកផ្ទះហើយដើម្បីចាត់ចែងធ្វើបទតាមប្រពៃណីយ៉ាងអាសូរហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 9:43 នាទីយប់ថ្ងៃទី18ខែកក្កដាឆ្នាំ2026នៅចំណុចខាងត្បូងស្តុបកោះកេរចម្ងាយ30ម៉ែត្រលើផ្លូវអាចារ្យហែមជាវវត្តបូភូមិវត្តបូសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាបបាទប្រិមិត្តឃើញថាដោយសារតែឡានបើកទ្វេប្រហែសណាអត់ប្រកាន់ស្ដាំជ្រុលទៅបុកម៉ូតូពីក្រោយបណ្ដាលឲ្យបងប្រុសជាមន្ត្រីចរាចរណ៍ម្នាក់
អរគុណប្រិយមិត្តចូលបញ្ចប់នៅអត្ថបទនេះហើយយើងមកតាមដាននៅអត្ថបទមួយទៀតបរិបម្នាក់ប្រើកន្ត្រៃចាក់ទៅលើជនរងគ្រោះទាំងកម្រោត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី24ខែកក្កដាឆ្នាំ2026វេលាម៉ោង 10:30 នាទីព្រឹកកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទូកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនាវិស្ថានទម្ងន់ទោសប្រើកន្ត្រៃចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសកែងដៃខាងឆ្វេងចង្កេះផ្នែកខាងឆ្វេងនិងពោកក្បាលផ្នែកខាងឆ្វេងឃាត់ខ្លួននិងប្រព្រឹត្តនៅចំណុចផ្លូវ287ក្រុម84ភូមិ20សង្កាត់បឹងកេងកងទី2ខណ្ឌទួលគោករាជធានីភ្នំពេញកាលពីថ្ងៃទី23ខែកក្កដាឆ្នាំ2026វេលាម៉ោងប្រហែល20:20នាទីជនសង្ស័យឈ្មោះផល្លាភេទប្រុសអាយុ35ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដវត្ថុតាងចាប់យកកន្ត្រៃចំនួន1ជារបស់ជនសង្ស័យរូបនេះបានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះស្លាកស្នាមរបស់ជនរងគ្រោះបច្ចុប្បន្នជនសង្ស័យកំពុងតែឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់បាទប្រិមិត្តឃើញថាបរិបម្នាក់បាទមេសាធាតុញៀនទៀតបាទជាយកកន្ត្រៃចាក់ទៅលើជនរងគ្រោះម្នាក់ទៀតដោយសារតែគំនុំឬក៏យ៉ាងណាហេតុអីបានជាធ្វើទង្វើល្មើសច្បាប់បែបនេះអរគុណប្រិយមិត្តចូលបញ្ចប់នៅអត្ថបទខ្លីទាំងពីរបាទសូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមលើកនៅអត្ថបទដកស្រង់ខ្លីៗមកជម្រាបជូនដល់ប្រិយមិត្តអ្នកស្ដាប់ដោយអត្ថបទទី1រន្ធត់ចិត្តណាស់លោកគ្រូបង្រៀនម្នាក់ត្រូវរថយន្តបុកស្លាប់ចោលប្រពន្ធកូនទាំងព្រឹកព្រលឹមបាទប្រិយមិត្តឃើញថាករណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តកុងតឺន័របណ្ដាលឲ្យមនុស្ស3នាក់បានស្លាប់និងរងរបួសម្នាក់បុកឆេះម៉ូតូថែមទៀតឥឡូវនេះគឺស្លាប់ទាំងលោកគ្រូបង្រៀនម្នាក់ស្ដាយខិតខំបន្តបណ្ដាលកូនសិស្សឲ្យបានសិក្សារៀនសូត្រឥឡូវនេះលោកគ្រូបានចែកឋានទៅហើយហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើផ្លូវជាតិលេខ2កាលពីថ្ងៃទី13ខែកក្កដាឆ្នាំ2026នេះបណ្ដាលឲ្យមនុស្សស្លាប់និងរងរបួសច្រើនអ្នកក្នុងករណីឡានធំបើករះបុកពេញទំហឹងតាមប្រភពព័ត៌មានពីពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកនៅកន្លែងកើតហេតុបានលាត់មាត់ទាំងក្តីរន្ធត់ថាឡានធំនោះបើកលឿនខ្លាំងណាស់ដូចហោះអញ្ចឹងល្បឿនដ៏លឿននេះហើយទើបធ្វើឲ្យតៃកង់ឡានមិនអាចគ្រប់គ្រងស្ថានភាពបានក៏ជ្រុលទៅបុករះរថយន្តនិងម៉ូតូដទៃទៀតបង្កើតជាទិដ្ឋភាពស្រណោះស្រណោកពេញផ្លូវក្រោយកើតហេតុបរិយាចេតៃកង់រថយន្តបានឆ្លៀតឱកាសបើកទ្វាររថគេចខ្លួនបាត់សម្ោលបន្សល់ទុកនៅជនរងគ្រោះជាច្រើនអ្នកដេករនៅក្រណែលពេញទ្រូងផ្លូវពេលនេះសមាជិកជំនាញកំពុងធ្វើការអន្តរាគវាស់វែងនៅកន្លែងកើតហេតុនិងតាមស្រាវជ្រាវស្វែងរកចាប់ខ្លួនតៃកង់រថយន្តដែលបង្កហេតុយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បាទប្រិមិត្តឃើញថាដោយសារតែរថយន្តធុនធំណាបើកលឿនហើយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករះពេញផ្លូវសង្ឃឹមថាសមត្ថកិច្ចតាមចាប់ឲ្យបានអរគុណប្រិមិត្តជុំបញ្ចប់នៅអត្ថបទនេះហើយយើងមកតាមដាននៅអត្ថបទមួយទៀតសាលាដំបងរាជធានីភ្នំពេញប្រកាសផ្តន្ទាទោសអ្នកស្រីធីសវណ្ណថានឹងប្តីដាក់ពន្ធនាគារកំណត់3ឆ្នាំករណីធ្វើឲ្យខូចទឹកចិត្តកងទ័ពភ្នំពេញសាលាដំបងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី13ខែកក្កដាឆ្នាំ2026នេះបានប្រកាសសារក្រមផ្តន្ទាទោសអ្នកស្រីធីសវណ្ណថាអតីតអភិបាលក្រុងរងក្រុងរាជស័ព្ទនិងឈ្មោះផៃសវណ្ណរិទ្ធជាប្តីដាក់ពន្ធនាគារម្នាក់កំណត់3ឆ្នាំនិងផាកពិន័យជាប្រាក់6លានរៀលពាក់ព័ន្ធនឹងបទធ្វើឲ្យខូចទឹកចិត្តកងទ័ព
តាមបញ្ញត្តិមាត្រា472នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅអំឡុងឆ្នាំ2025គូបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025នគរបាលរាជធានីភ្នំពេញបាននាំខ្លួនអតីតអភិបាលរងក្រុងរាជស័ព្ទគឺអ្នកស្រីធីសវណ្ណថានឹងប្តីទៅតុលាការដើម្បីសាកសួរពាក់ព័ន្ធនឹងករណីមាត់អត់គម្របបង្ហោះសារពីពេញបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនធ្វើឲ្យប៉ះពាល់ដល់ការងារសន្តិសុខជាតិនិងសង្គមពេលសភាពការខ្មាំងសត្រូវសៀមកំពុងឈ្លានពានដែនអធិបតេយ្យកម្ពុជាយ៉ាងក្តៅគគុកសំណុំរឿងអ្នកស្រីធីសវណ្ណថានឹងប្តីតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញបើកការស៊ើបសួរពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ពតាមមាត្រា472នៃក្រមព្រហ្មទណ្ឌក៏រំលឹកថាកាលពីថ្ងៃទី9ខែធ្នូឆ្នាំ2025មន្ត្រីនគរបាលយុតិធធផែនសន្តិសុខនៃស្នងការនគរបាលរាជធានីភ្នំពេញបានចេញលិខិតកោះហៅអ្នកស្រីធីសវណ្ណថាអាយុ30ឆ្នាំមានអាស័យស្ថានផ្ទះលេខ270ផ្លូវលេខ598ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញឲ្យចូលខ្លួនមកកាន់កាល័យប្រឆាំងបាត់ល្មើសបច្ចេកវិទ្យាចំណុះផែនការងារសន្តិសុខនៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី10ខែធ្នូឆ្នាំ2025វេលាម៉ោង 15:00 នាទីដើម្បីបំភ្លឺលើការប្រើប្រាស់បណ្ដាញសង្គមក្រោយពីសមត្ថកិច្ចចេញលិខិតកោះហៅអ្នកស្រីធីសវណ្ណថាបានបង្ហោះសំណេរជាច្រើនដូចជាខ្ញុំមិនខលទៅថ្នាក់ដឹកនាំទេលោករវល់ខ្លាំងពួកមន្ត្រីខូចឆ្លៀតឱកាសធ្វើបាបខ្ញុំត្រូវខាត់ខ្លួននៅប៉ូលីសក្រុងខ្ញុំផ្សាយថៃចល័តទ័ពថៃបាញ់ដើម្បីឲ្យប្រជាពលរដ្ឋដឹងជំលះហេតុអីប្តឹងខ្ញុំបំភ័យប្រជាជនបំណងល្អខ្ញុំត្រូវជន់ឈ្លីម៉ោង20ហើយប៉ូលីសក្រុងភ្នំពេញបានខលខ្លួនខ្ញុំករណីផ្សព្វផ្សាយព័ត៌មានមិនពិតបំភ័យប្រជាជនជួយខ្ញុំផងអ្នកស្រីទីសវណ្ណថារួមជាមួយនឹងប្តីចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចទើបសមត្ថកិច្ចក៏សាងទំនុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញតាមនីតិវិធីទីបំផុតនៅរសៀលថ្ងៃដដែលចៅក្រមស៊ើបសួរសាលាដំបងបានសម្រេចចេញដីកាឃុំខ្លួនលោកស្រីធីសវណ្ណថាដាក់ពន្ធនាគារខេត្តកំពង់ស្ពឺចំណែកឯលោកផៃសវណ្ណរិទ្ធដែលជាស្វាមីត្រូវឃុំខ្លួននៅបណ្ដោះត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាលជាបណ្ដោះអាសន្នបាទប្រិមត្តឃើញថាបុគ្គលល្បីបាទធីសវណ្ណថាណាបាទស្រាប់តែត្រូវបានកាត់ទោសហើយពីបទបាទផ្សព្វផ្សាយព័ត៌មានបំបាក់ទឹកចិត្តកងទ័ពបាទគុក3ឆ្នាំអរគុណប្រិមត្តសូមបញ្ចប់នៅអត្ថបទខ្លីៗទាំងពីរនេះរវឹងក្លាប់ភ្នែកបាក់បុកស្ត្រីបលិម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវបណ្ដាលឲ្យស្លាប់ចោលកូនតូច2នាក់រស់នៅកំព្រាម្ដាយបាទប្រិមិត្តឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយបុរសម្នាក់បាទសេពគ្រឿងសង្វឹងណាហើយបើកបរយ៉ាងម៉េចយ៉ាងម៉ាខ្វះការប្រុងប្រយ័ត្នបុកចំម៉ូតូមួយគ្រឿងដែលបើកដោយស្ត្រីម្នាក់ជាប៉ូលីសទៅទៀតបណ្ដាលឲ្យស្លាប់បាទគួរឲ្យអាណាធមហើយជាពិសេសនោះបន្សល់ទុកនៅកូននៅតូចកំព្រាឪពុកម្ដាយបាទតែយ៉ាងណាចឹងប្រិយបត្តិយើងមកតាមដានលំអិតដូចតទៅស្ត្រីម្នាក់ជាមន្ត្រីនគរបាលខេត្តកំពតមានតួនាទីជានាយរងប៉ុស្តិ៍នគរបាលត្រូវបានឡានបុកពីក្រោយបណ្ដាលឲ្យស្លាប់យ៉ាងអនាធមកាលពីវេលាម៉ោង 11 យប់នាថ្ងៃទី19ខែមិថុនាឆ្នាំ2026នៅតាមបណ្ដោយផ្លូវផ្សារទំនើប E.ON 3សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញលោកដាប់ស្នេហ៍តូម៉ៃច័ន្ទមត្តរិទ្ធស្នងការនគរបាលខេត្តកំពតបានបង្ហោះថាមន្ត្រីរបស់ខ្ញុំគាត់បានបាត់បង់ជីវិតហើយអ្នកបង្កត្រូវទទួលខុសត្រូវចំពោះផ្លូវច្បាប់អ្វីដែលគួរឲ្យអាណិតនោះគឺកូនតូចៗចំនួន2នាក់ត្រូវកំព្រាម្ដាយសូមបញ្ជាក់ថាជនរងគ្រោះរួមជាមួយនឹងបងប្អូន2នាក់ទៀតកំពុងបើកម៉ូតូស្កូពីដឹកគ្នាតាមដងផ្លូវស្រាប់តែមានរថយន្តបង្កបុកពីក្រោយនិងកិនបណ្ដាលឲ្យស្លាប់ស្ត្រីរងគ្រោះហើយ2នាក់ទៀតរងរបួសអ្នកបើកឡានបានព្យាយាមបើករថគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋរត់ដេញខាត់ប្រគល់ឲ្យសមត្ថកិច្ចតាមសេចក្តីរាយការណ៍បានឲ្យដឹងថាអ្នកបើកឡានបង្កមានចិត្តស្រវឹងហើយពេលខាត់បានបកគោរូបនោះបានលុតជង្គង់សំពះសំទោសតែច្បាប់គឺច្បាប់ត្រូវអនុវត្តចំពោះការប្រព្រឹត្តរបស់ខ្លួនបាទប្រិមិត្តឃើញថាអណោចអធមមែនតើដែលស្ត្រីជាមន្ត្រីនគរបាលបានជួបនៅហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឡានបុកពីក្រោយហើយព្យាយាមរត់គេចខ្លួនណាជិះតាមផ្លូវសុកសោះបែរជាមកបុកគ្នាបាទអញ្ចឹងបានថាបើស្រវឹងកុំបាក់បោអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទខ្លីមួយនេះហើយយើងមកតាមដាននៅអត្ថបទមួយទៀតផ្អាកការងារលោកផ្កាយមួយបើកផ្លូវឲ្យតុលាការចាត់ការតាមផ្លូវច្បាប់
មន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រីលោកសឹមជីវ័នអនុប្រធានយុគឋាននគរបាលយុតិធធត្រូវបានក្រសួងមហាផ្ទៃសម្រេចផ្អាកការងារជាបណ្ដោះអាសន្នដើម្បីបើកផ្លូវឲ្យស្ថាប័នតុលាការបន្តនីតិវិធីស៊ើបអង្កេតនិងចាត់វិធានការតាមផ្លូវច្បាប់នេះបើយោងតាមលិខិតសម្រេចរបស់ក្រសួងមហាផ្ទៃដែលទៅទទួលបាននៅថ្ងៃទី19ខែមិថុនាឆ្នាំ2026មន្ត្រីផ្កាយមួយរូបនេះមិនត្រឹមតែត្រូវបានផ្អាកការងារប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវបង្ហាញមុខនៅអង្គភាពជាប្រចាំក្នុងម៉ោងធ្វើការផងដែររហូតដល់មានការសម្រេចជាថ្មីតាមប្រភពបានឲ្យដឹងថាមុនឈានដល់ចាត់វិធានការនេះលោកសឹមជីវ័នត្រូវបានប្រជាពលរដ្ឋប្តឹងចោទប្រកាន់ពាក់ព័ន្ធនឹងការសន្យារដ្ឋការដោះលែងជនជាប់ឃុំម្នាក់ក្នុងសំណុំរឿងក្មេងទំនើងនៅខេត្តកំពង់ធំទោះជាយ៉ាងណាការរដ្ឋការនោះមិនបានសម្រេចឡើយគណៈជនជាប់ចោទត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល1ឆ្នាំពេញបច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតគណៈមហាជនកំពុងរងចាំមើលថាតើតុលាការនឹងរកឃើញការពិតនិងចាត់វិធានការច្បាប់បែបណាចំពោះមន្ត្រីជាន់ខ្ពស់រូបនេះបាទប្រិមិត្តឃើញថាមន្ត្រីផ្កាយមួយម្នាក់រងការចាប់ប្រកាន់ពីបទពុករលួយណាបាទរដ្ឋការចង់ដោះលែងជនអ្នកទោសបាទហេតុអីធ្វើដល់ផ្កាយមួយបាទមន្ត្រីជាន់ខ្ពស់ទៅហើយបាទប្រព្រឹត្តទង្វើបាទពុករលួយបែបនេះអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទខ្លីនេះហើយយើងមកតាមដាននៅអត្ថបទមួយទៀតរបៀបបង្រៀនកូនឲ្យចេះស្រឡាញ់គ្នាពីលោកជំទាវអ្នកអុកញ៉ាម៉ៅចំណានអានហើយបានប្រយោជន៍បង្កើតសុភមង្គលក្នុងគ្រួសារក្រៅពីភាពមមាញឹកការងារក្រុមហ៊ុននិងជាប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកអុកញ៉ាម៉ៅចំណានជាឧត្តមភរិយានិងជាអ្នកម្ដាយដ៏ឆ្លាតវៃមួយរូបដែលតែងតែបង្កើតសុភមង្គលដល់គ្រួសារតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនថ្មីនេះលោកជំទាវក៏បានចែករំលែកពីគន្លឹះក្នុងការចិញ្ចឹមកូនឲ្យចេះស្រឡាញ់គ្នាផងដែរលោកជំទាវអ្នកអុកញ៉ាម៉ៅចំណានបានទៅសេបង្ហោះនៅលើទំព័រ Facebook យ៉ាងដូចនេះថាមានគេធ្លាប់សួរនាងខ្ញុំថាតើនាងខ្ញុំធ្វើដូចម្ដេចទើបចិញ្ចឹមកូនឲ្យចេះស្រឡាញ់គ្នាប្រហែលជាបងប្អូនមួយចំនួនក៏ធ្លាប់ឆ្ងល់ដែរភាពជាបងប្អូនបានបង្រៀនកូនរបស់នាងខ្ញុំឲ្យចេះស្រឡាញ់ចេះជួយគ្នាបែបណានោះបើទោះបីជាពេលខ្លះពួកគេមានការខ្វែងគំនិតគ្នាខ្លះក៏ដោយនិងខ្ញុំសូមរំលឹកថាជាធម្មតាបងប្អូនគឺមានទំនាក់ទំនងមួយដ៏ជ្រាលជ្រៅបំផុតគឺយើងទទួលបានក្នុងការចិញ្ចឹមវាជាអ្វីដែលកូនត្រូវរៀនចេះចែករំលែកចេះអត់ឱនបើទោះជាឆ្លោះទាស់តែងគ្នាក៏ដោយក៏ត្រូវតែបន្តការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកប៉ុន្តែកូនរបស់នាងខ្ញុំក៏មិនខុសពីកូនរបស់បងប្អូនប្រមាណដែរពួកគេញុះញង់គ្នាពេលខ្លះក៏ឆ្លោះគ្នាហើយពេលខ្លះទៀតមានសម្ដីតូចធំដាក់គ្នាផងដែរប៉ុន្តែត្រូវចាំថាក្រោមភាពមិនចោះសម្រងគ្នានោះក៏មានចំណងក្តីស្រឡាញ់មួយដែលយើងខិតខំប្រឹងប្រែងការពារជានិច្ចគ្រួសារនីមួយៗមិនដូចគ្នាទេប៉ុន្តែសម្រាប់គ្រួសារនាងខ្ញុំយើងតែងតែរំលឹកពួកគេជានិច្ចថាក្នុងនាមជាបងមានន័យថាត្រូវចេះស្រឡាញ់គ្នាទៅវិញទៅមកប្រៀបដូចជាមិត្តភក្តិដំបូងជាដៃគូដំបូងនិងជាកន្លែងដំបូងដែលផ្ដល់សុវត្ថិភាពយើងតែងតែនិយាយប្រាប់ពីអារម្មណ៍រៀងៗខ្លួនដោយបើកចំហយើងតែងតែធ្វើជាគំរូពួកគេឲ្យចេះសំទោសហើយយើងរីករាយសាទរនៅពេលដែលពួកគេចេះត្រូវគ្នាវិញក៏បង្រៀនពួកគេក្នុងនាមជាបងប្អូនគឺមានន័យថាត្រូវចេះយឺតយ៉ាវគ្នាទៅវិញទៅមកនៅពេលដែលជួបការលំបាកហើយយ៉ាងណាក៏ដោយត្រូវចេះការពារគ្នាលើកមុខមាត់គ្នាអភ័យទោសឲ្យគ្នានិងធ្វើល្អដាក់គ្នាទោះបីមិនមែនជារឿងងាយស្រួលក៏ដោយទាំងនេះមិនត្រឹមតែជាមេរៀនក្នុងការព្រៀនប្រដៅកូនទេប៉ុន្តែជាមេរៀនជីវិតពីព្រោះនៅពេលដែលក្មេងៗធំឡើងបានរៀនចេះបដូរពីចំនួនទៅការផ្ដោតក្តីស្រឡាញ់នោះពួកគេនឹងក្លាយជាមនុស្សដែលចេះរក្សាទំនាក់ទំនងទោះបីជីវិតជួបការលំបាកយ៉ាងណាក៏ដោយនេះគឺជារបៀបដែលយើងបង្រៀនកូនឲ្យក្នុងចិត្តចេះផ្ដោតស្រឡាញ់ដែលមិនត្រឹមតែក្នុងគ្រួសារនោះទេពោលគឺសម្រាប់ទូទៅប្រិមិត្តឃើញថាពិតជាមានអត្ថន័យមែនតើដែលបាទលោកជំទាវអ្នកអុកញ៉ាម៉ៅចំណានបាទបានបង្ហោះសារយ៉ាងមានអត្ថន័យជំវិញការចែករំលែកពាក់ព័ន្ធនឹងការព្រៀនប្រដៅឲ្យកូនបាទចេះស្រឡាញ់គ្នាណាអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទខ្លីៗនេះបាទសូមស្វាគមន៍ប្រិមិត្តអ្នកស្ដាប់ជាទីមេត្រីសម្លេចនៅអត្ថបទដកស្រង់ខ្លីៗមួយចំនួនមកជម្រាបជូនដល់ប្រិមិត្តអ្នកស្ដាប់ដែលអត្ថបទទី1នារីម្នាក់បើករថយន្តបុកបរិបម្នាក់កំពុងដើរពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុប្រិមិត្តឃើញថាករណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តទំនើបមួយគ្រឿងបើកបរដោយស្រីស្អាតម្នាក់មិនដឹងថាជួបបញ្ហាហេតុការណ៍អ្វីនោះទេមកបុកបរិបម្នាក់ដើរចិញ្ចើមផ្លូវសោះបាទស្លាប់យ៉ាងអាសូរភ្នំពេញនារីម្នាក់បានបើករថយន្ត Lexus NX 200T ក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកបរិបម្នាក់កំពុងតែដើរខ្ទាតជាច្រើនម៉ែត្របណ្ដាលឲ្យស្លាប់ចំណែកឯរថយន្តជ្រុលទៅបុកដើមឈើរងការខូចខាតយ៉ាងដំណំ
ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 3 ឈានចូលព្រឹកថ្ងៃទី 8 ខែមិថុនាឆ្នាំ 2026 ចាត់ស្តុប Nokia ផ្លូវ 271 សកាត់អូបៃក្អមខណ្ឌតាន់សុករាជធានីភ្នំពេញសពជនរងគ្រោះឈ្មោះទេពច័ន្ទភេទប្រុសអាយុ 40 ឆ្នាំដាក់នៅសង្កាត់អូបៃក្អមខណ្ឌតាន់សុករាជធានីភ្នំពេញតាមប្រភពបានឲ្យដឹងថាមុនពេលកើតហេតុបរិសុទ្ធរងគ្រោះទើបតែមកពីក្រៅដើរចូលផ្ទះតែពេលមកដល់ផ្ទះស្រាប់តែអ្នកផ្ទះមិនបើកទ្វារឲ្យចូលបរិសុទ្ធរងគ្រោះក៏បានដើរចេញមកវិញបំរុងទៅយករថយន្តរបស់ខ្លួនស្រាប់តែនារីវ័យក្មេងខាងលើម៉ាក Lexus NX 200T ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BP 5191ធ្វើដំណើរតាមបណ្ដោយផ្លូវ271ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនហើយស្រវឹងក៏បានដេកចង្កូតបុកនឹងបរិសុទ្ធរងគ្រោះកំពុងដើរតាមចិញ្ចើមផ្លូវបណ្ដាលឲ្យខ្ទាតជាច្រើនម៉ែត្របោកក្បាលស្លាប់យ៉ាងអដធមតែម្ដងករណីនេះសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួននារីបើកបរខាងលើយកទៅប៉ោះរងចាំប្រគល់ឲ្យផ្នែកជំនាញចាត់ការតាមផ្លូវច្បាប់ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកមធ្យោបាយនិងអ្នកបើកបរសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចាត់ការតាមនីតិវិធីច្បាប់បាទប្រិមិត្តឃើញថាស្វឹងហើយបើកបរបាទបង្កគ្រោះថ្នាក់ដល់អ្នកដទៃហើយវិច័យដន់បាទបរិសុទ្ធខាងលើបាទបំរុងនឹងចូលផ្ទះស្រាប់តែគោះទ្វារអ្នកផ្ទះអត់បើកទ្វារឲ្យបាទក៏ជួបគ្រោះថ្នាក់ដែលនឹកស្មានមិនដល់អរគុណប្រិយមិត្តសូមបញ្ចប់នៅអត្ថបទនេះហើយយើងបន្តតាមដាននៅអត្ថបទមួយទៀតរូបភាពបង្ហាញពីផ្ទះជាច្រើនខ្នងដួលរលំនៅក្នុងប្រទេសហ្វីលីពីនដោយសារគ្រោះរញ្ជួយដីមានអ្នកស្លាប់និងរងរបួសជាច្រើនផ្ទះជាច្រើនខ្នងនៅក្នុងប្រទេសហ្វីលីពីនបានយ៉រដោយពិតាននិងជញ្ជាំងប្រេះហើយបានរលំបន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លាមួយវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងប្រទេសកាលពីព្រឹកថ្ងៃទី 8 ខែមិថុនាវិយោគតាម Reuters ការរញ្ជួយដីកម្រិត 7.8 Richter បានកើតឡើងនៅម៉ោង 7:40 នាទីព្រឹកនៅជម្រៅប្រហែល 35 គីឡូម៉ែត្រធ្វើឲ្យញ័រនៅតំបន់មីនដាណាវនៃប្រទេសហ្វីលីពីននិងបង្កឲ្យមានការព្រមានពីរលកយក្សស៊ូណាមីទូទាំងខេត្តប៉ាស៊ីប្រជាជនហ្វីលីពីនបានជំនះចេញពីអគារហើយសហគមន៍ឆ្នេរសមុទ្រត្រូវបានជំរុញឲ្យផ្លាស់ទៅដៃគោកវីដេអូកំពុងតែចរាចរទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅលើបង្ហាញពីអគារញ័រនិងកំទេចកំទីធ្លាក់លើដងផ្លូវនិងមនុស្សភ័យស្លន់ស្លោរត់គេចខ្លួនចេញពីផ្ទះហាងនិងការិយាល័យរបស់ពួកគេវីដេអូខ្លះបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធខូចខាតនិងបាក់បែកដោយផ្នែកផងដែរទោះបីមន្ត្រីមូលដ្ឋានមិនអាចបញ្ជាក់ភ្លាមៗពីទំហំនៃការខូចខាតក៏ដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសហ្វីលីពីនបានឲ្យដឹងថាហេតុការណ៍គ្រោះរញ្ជួយដីកម្រិត 7.8 Richter ភាគខាងត្បូងបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់15នាក់និង129នាក់ផ្សេងទៀតទទួលរងរបួសរញ្ជួយដីខាងលើបានកើតឡើងនៅជម្រៅ 10 គីឡូម៉ែត្រគៀកនឹងកោះម៉ាន់ដាណាវនៃប្រទេសនៃភាគខាងត្បូងប្រទេសហ្វីលីពីនបណ្ដាលឲ្យអគារច្រើនខ្នងបាក់ស្រុតនិងបង្កការប្រមទល់យក្សស៊ូណាមីទូទាំងតំបន់ក្រោយការរញ្ជួយដីកម្រិត 7.8 Richter ដំបូងនោះក៏មានការរញ្ជួយដីមួយចំនួនទៀតនៅម្ដុំចំណុចដដែលផងដែរក្នុងនោះទំហំញ័រធំជាងគឺកម្រិត 6.5 Richter វីដេអូបង្ហាញពីទិដ្ឋភាពអគារដួលរលំក៏ដូចជាមនុស្សភ័យស្លន់ស្លោដោយសារគ្រោះរញ្ជួយដីនេះត្រូវបានចែករំលែកពីពេញបណ្ដាញសង្គមភាគខាងកើតកោះមែនដាណាវកាលពីខែតុលាឆ្នាំ 2025 ក៏ធ្លាប់រងគ្រោះរញ្ជួយដីពីរផ្ទួយគ្នាគឺកម្រិត 7.4 Richter និង 6.7 Richter បានសម្លាប់មនុស្សយ៉ាងហោចណាស់ 9 នាក់ហេតុការណ៍នោះទៀតសោតគឺកើតឡើងក្រោយរញ្ជួយដីមួយផ្សេងទៀតកម្រិត 6.9 Richter ប្រហែលថ្ងៃនោះមកក៏បានផ្តាច់ជីវិតមនុស្ស 66 នាក់បង្កឲ្យមានការខូចខាតបំផ្លិចបំផ្លាញផ្ទះសម្បែងប្រមាណ 72000 ខ្នងនៅខេត្តជីបូភាគកណ្ដាលនៃប្រទេសហ្វីលីពីនបាទប្រិមិត្តប្រហែលជាបានឃើញវីដេអូចែករំលែកហើយបាទមានការរញ្ជួយដីខ្លាំងក្លាមែនទែនមានអគារបាក់បែកបាទនៅប្រទេសហ្វីលីពីនអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទខ្លីៗទាំងនេះតនហេតុការណ៍លោកលីសាមេតបានទទួលមរណភាពនៅក្នុងពន្ធនាគារដោយសារជំងឺមួយនេះនៅរសៀលថ្ងៃទី6ខែឧសភាឆ្នាំ2026នេះលោកឆនសាណាតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកឲ្យដឹងថាលោកលីសាមេតហៅលោកគ្រូមៀបានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី6ខែឧសភាឆ្នាំ2026នេះដោយសារតែជំងឺកាងបេះដូងនៅក្នុងពន្ធនាគារតែម្ដងតាមប្រភពព័ត៌មានបានឲ្យដឹងថាលោកឆនសាណាតបានបញ្ជាក់ថាគាត់បានទទួលមរណភាពកាលពីវេលាម៉ោងជាង 6 ព្រឹកដោយសារជំងឺកាងបេះដូងដែលក្រុមគ្រូពេទ្យជួយសង្គ្រោះមិនទាន់នៅក្នុងនោះបើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារគិតមកត្រឹមវេលាម៉ោងជាង 12 ថ្ងៃត្រង់នេះសពរបស់លោកលីសាមេតត្រូវបានសមត្ថកិច្ចជំនាញ
ធ្វើកសោវិច័យមុននឹងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបន់តាមប្រពៃណីគឺបញ្ជាក់ថាលោកលីសាមេតហើយលោកគ្រូមីអាយុ73ឆ្នាំត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបងរាជធានីភ្នំពេញសម្រាប់ឃុំខ្លួនកាលពីចុងឆ្នាំ2004ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងក្នុងបទសោកប៉ាន់ជាមួយទំនងរឿងលោកកនសុកាយអតីតអភិបាលស្រុកល្វីអែមនិងស្ត្រី2នាក់នៅខេត្តកំពង់ឆ្នាំងដែលបានសោកប៉ាន់លុយ$30,000ចង់ឲ្យកូនដែលជាមន្ត្រីគយបានបដូរកន្លែងបម្រើការងារពីខេត្តកំពង់ឆ្នាំងទៅខេត្តបាត់ដំបងបាទប្រិមិត្តឃើញថាលោកលីសាមេតហើយលោកគ្រូមីបានទទួលមរណភាពហើយដោយសារតែជំងឺកាំងបេះដូងដែលវាមិននឹកស្មានដល់ណាអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទខ្លីមួយនេះហើយយើងមកតាមដាននៅអត្ថបទមួយទៀតបែកករណីបោកខាំនិងចម្រិតទារប្រាក់ពីស្ត្រីជនជាតិចិនម្នាក់ចាប់ខ្លួនបានជនសង្ស័យ6នាក់ខេត្តព្រះសីហនុកម្លាំងកងរាជបុត្រហត្ថខេត្តព្រះសីហនុបានបើកការប្រតិបត្តិការស្រាវជ្រាវនិងបំបីចំណងរឿងក្តីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ចម្រិតទារប្រាក់ជួញដូរមនុស្សនិងពាក់ព័ន្ធនឹងគ្រឿងញៀនបានជួយសង្គ្រោះស្ត្រីជនជាតិចិនម្នាក់និងបានចាប់ខ្លួនជនសង្ស័យជនជាតិចិនចំនួន6នាក់ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍សៅសុខានិងថ្នាក់ដឹកនាំខេត្តព្រះសីហនុក្រុមការសម្របសម្រួលពីតំណាងអាយកាអមសាលាដំបងខេត្តព្រះសីហនុតាមរបាយការណ៍សមត្ថកិច្ចកាលពីទីភ្លឺថ្ងៃទី6ខែឧសភាឆ្នាំ2026កម្លាំងសមត្ថកិច្ចជំនាញទទួលបានបណ្ដឹងពីបរិសុទ្ធជនជាតិចិនម្នាក់ថាមិត្តស្រីរបស់ខ្លួនឈ្មោះចឹងជីងយៀនអាយុ24ឆ្នាំត្រូវបានក្រុមជនសង្ស័យចាប់បង្ខាំងនិងចម្រិតទារប្រាក់នៅក្នុងផ្ទះវិឡាមួយកន្លែងក្នុងក្រុងព្រះសីហនុដោយទទួលបានពាក្យបណ្ដឹងកម្លាំងអាវុធហត្ថបានចុះប្រតិបត្តិការនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន3នាក់នៅចំណុចខុងដូស្តាបេក្នុងក្រុងព្រះសីហនុរួមទាំងដកហូតនៅរថយន្តមួយគ្រឿងនិងទូរស័ព្ទដៃមួយចំនួនបន្ទាប់មកកម្លាំងជំនាញបានបន្តការស្រាវជ្រាវដល់បុរីលុនស៊ីធីស្ថិតក្នុងសង្កាត់បិត្រាំងក្រុងកំពង់សោមជួយសង្គ្រោះជនរងគ្រោះដោយសុវត្ថិភាពនិងឃាត់ខ្លួនជនសង្ស័យបន្ថែម3នាក់ទៀតព្រមទាំងដកហូតរថយន្តទូរស័ព្ទដៃសម្ភារៈសម្រាប់បិទភ្នែកនិងគ្រឿងញៀនមួយចំនួនផងដែរការស្រាវជ្រាវបឋមបានបង្ហាញថាក្រុមជនសង្ស័យប្រើល្បិចបោកប្រាស់សន្យារកការងារឲ្យស្ត្រីរងគ្រោះដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ីមកកម្ពុជាក្រោយមកក្រុមនេះបានចាប់បង្ខាំងចម្រិតទារប្រាក់ពីគណនីរបស់ជនរងគ្រោះអស់ជិត$30,000និងបង្ខំឲ្យតាក់ទងនារីផ្សេងទៀតមកជំនួសខ្លួនសមត្ថកិច្ចបានបញ្ជាក់ថាក្រុមអ ுக ្រិតជននេះមានបណ្ដាញរៀបចំជាប្រព័ន្ធនិងផ្ដោតគោលដៅទៅលើនារីបម្រើការកំសាន្តដើម្បីបោកបញ្ឆោតចម្រិតទារប្រាក់និងលក់បន្តទៅក្រុមជួញដូរមនុស្សផ្សេងទៀតផងបាទប្រិមិត្តឃើញថាចាប់ជនជាតិចិនចម្រិតទារប្រាក់ពីជនជាតិចិនដូចគ្នាអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទខ្លីៗមួយនេះបាទសូមស្វាគមន៍ប្រិមិត្តអ្នកស្ដាប់ជាទីមេត្រីសម្លេចនៅអត្ថបទដកស្រង់ខ្លីៗមកជម្រាបជូនដល់ប្រិមិត្តអ្នកស្ដាប់ដែលអត្ថបទទី1សូមប្រុងប្រយ័ត្នសាកថ្មបណ្ដាលដេញទូរស័ព្ទបណ្ដាលខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យឆ្លងចរន្តភ្លើងឆក់ស្លាប់ភ្លាមៗខេត្តព្រៃវែងករណីក្មេងប្រុសម្នាក់បានបាត់បង់ជីវិតយ៉ាងណាធំដោយសារតែយកឆ្នាំងសាកទូរស័ព្ទទៅដោតនឹងព្រីបញ្ចូលថ្មខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យឆ្លងចរន្តភ្លើងឆក់ស្លាប់ភ្លាមៗដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី21ខែមិថុនាឆ្នាំ2026ស្ថិតនៅផ្ទះជនរងគ្រោះដែលស្ថិតនៅក្នុងភូមិស្ទឹងសន្តិភាពឃុំអ្នកលឿនស្រុកពេមរោខេត្តព្រៃវែងក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះហ៊ុនសំហេងអាយុ16ឆ្នាំបាទប្រិមិត្តឃើញថាអសូរមែនតើដែលក្មេងប្រុសម្នាក់ដោយសារតែលេងបដាសាកបដាណាបាទបណ្ដាលឲ្យឆ្លងចរន្តបាទឆក់ស្លាប់បាត់ទៅហើយអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទនេះហើយយើងមកតាមដាននៅអត្ថបទនេះទៀតយុវតីជប៉ុនអាយុ16ឆ្នាំម្នាក់កើតពីបាត់ផ្លូវចិត្តរហូតដល់បាត់បង់ជីវិតក្រោយប៉ូលីសចាប់នាងទាំងគ្មានកំហុសរហូតដល់ឪពុកម្ដាយធ្វើរឿងមួយនេះដាក់រាជរដ្ឋាភិបាលថ្មីៗនេះឪពុកម្ដាយជនជាតិជប៉ុនមួយគូបានដាក់ពាក្យប្តឹងរដ្ឋាភិបាលជប៉ុនទាមទារសំណងជំងឺចំនួន100លានយួនប្រមាណ$63,000ក្រោយកូនស្រីអាយុ16ឆ្នាំរបស់ខ្លួនបានស្លាប់ដោយសារសម្ពាធវិបត្តិផ្លូវចិត្តក្រោយការចាប់ខ្លួននិងបង្ខំឲ្យសារភាពកំហុសទាំងអយុត្តិធម៌តាមសារព័ត៌មានឲ្យដឹងថាហេតុការណ៍នេះបានចាប់ផ្ដើមកាលពីខែមិថុនាឆ្នាំ2025កន្លងទៅនៅពេលដែលយុវតីរងគ្រោះឈ្មោះរូណាត្រូវបានចាប់ខ្លួនពីបទធ្វើបាបជនពិការក្នុងមជ្ឈមណ្ឌលថែទាំតែនាងបានអះអាងថានាងគ្រាន់តែព្យាយាមខំមិនឲ្យអ្នកជំងឺខំអ្នកដទៃតែប៉ុណ្ណោះយុវតីរូបនោះត្រូវបានគេឃុំខ្លួនអស់រយៈពេល18ថ្ងៃដោយមិនអនុញ្ញាតឲ្យតាក់ទងគ្រួសារនិងរងការសាកសួរដោយប្រើសម្ពាធឲ្យទទួលកំហុសតាមរយៈពាក្យសម្ដីដែលធ្វើឲ្យនាងរងរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ
ក្រោយពីត្រូវបានដោះលែងវិញដោយគ្មានការចោទប្រកាន់នាងបានធ្លាក់ខ្លួនឈឺមានជំងឺវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរនិងមានបញ្ហាការទទួលទានអាហារម្ដាយរបស់នាងរៀបរាប់ថាកូនស្រីតែងតែស្រែកយំដោយមានភាពភ័យខ្លាចរៀងរាល់ថ្ងៃនិងស្គមស្គាំងជាលំដាប់ជាអកុសលយុវតីរូបនេះបានបាត់បង់ជីវិតនៅក្នុងខែធ្នូឆ្នាំ2025កន្លងទៅដោយសរីរាង្គចុកខ្សោយនិងទម្ងន់ធ្លាក់ចុះសល់ត្រឹមតែ20គីឡូក្រាមតែប៉ុណ្ណោះក្នុងនោះគ្រួសាររបស់នាងបានរករឿងចោទសួរពីការចាប់ខ្លួននោះព្រោះនាងមិនមានប្រវត្តិខុសឆ្គងឬមានបំណងរត់គេចខ្លួនឡើយក្រុមមេធាវីរបស់នាងរកឃើញថាការស៊ើបអង្កេតរបស់ប៉ូលីសមានភាពមិនប្រក្រតីដោយពួកគេស្ដាប់តែពាក្យបណ្ដឹងរបស់មនុស្សម្នាក់គណៈដែលសាកសីដល់ទៅ37នាក់ទៀតតែពួកគេមិនបានសាកសួរសោះឡើយក្រោយមកអ្នកដែលប្តឹងនោះក៏ចេញមុខសំទោសនិងសារភាពកំហុសថាខ្លួនពិតជាបាននិយាយបំភ្លើពិតប្រាកដមែនករណីបានคล้ายទៅជាប្រធានបទដ៏ក្តៅគគុកដែលរិះគន់លើប្រព័ន្ធយុត្តិធម៌របស់ប្រទេសជប៉ុនដែលតែងតែប្រើប្រាស់ការឃុំខ្លួននិងសម្ពាធផ្លូវចិត្តដើម្បីបង្ខំឲ្យជនសង្ស័យសារភាពកំហុសដែលនាំឲ្យមានផលវិបាកនិងការបាត់បង់ជីវិតមនុស្សស្លូតត្រង់បាទប្រិមិត្តរឿងរ៉ាវកើតឡើងនៅឯប្រទេសជប៉ុននោះទេដែលយុវតីវ័យក្មេងមួយរូបបាត់បង់ជីវិតដោយសារតែសម្ពាធផ្លូវចិត្តអត់ខុសផងគេចោទប្រកាន់ថាខុសចឹងណារហូតដល់បាទស្គមស្គាំងរីងរៃអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទនេះហើយយើងមកតាមដាននៅអត្ថបទមួយទៀតទាហានថៃម្នាក់សុទ្ធតែមានបាបកម្មព្រោះឈ្លានពាននិងបំផ្លាញខ្មែរទាហានថៃ2នាក់បានដាច់ដង្ហើមភ្លាមក្បែរប្រាសាទតាម៉ាន់តូចព្រោះតែរឿងមួយនេះថ្មីនេះទាហានថៃ2នាក់បានជិះម៉ូតូនិងច្រកចង្កូតទៅបុករថយន្តយោធាពេញទំហឹងបណ្ដាលឲ្យពួកគេស្លាប់ទាំង2នាក់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យហេតុការណ៍ខាងលើនេះបានកើតឡើងនៅកំណាត់ផ្លូវក្បែរប្រាសាទតាម៉ាន់តូចកាសែតថៃបានរាយការណ៍ថាជនរងគ្រោះទាំង2នាក់ត្រូវបានគេស្គាល់អត្តសញ្ញាណគឺលោកសិទ្ធិឆៃវាំងថាំជាបុគ្គលិកវិទ្យុតាក់ទងប្រចាំមូលដ្ឋានយោធាក្នុងតំបន់និងលោកតាធីបស៊ីដាម៉ាត់ជាខ្មាន់កំភ្លើងយន្តប្រចាំមូលដ្ឋានតំបន់ផ្លូវបំបែក3យោងតាមរបាយការណ៍របស់កម្លាំងកងទ័ពថៃបានឲ្យដឹងថាមុនពេលកើតហេតុម៉ូតូរបស់កងទ័ពខាងលើបានបើកបរដល់ចំណុចកោងឬក៏បានបាត់ម្ចាស់ការនិងបានដេកចង្កូតជ្រុលទៅបុករថយន្តយោធាដែលនៅក្បែរនោះបណ្ដាលឲ្យដេកដួលសន្លប់និងរងរបួសយ៉ាងធ្ងន់ធ្ងរនៅនឹងកន្លែងកើតហេតុភ្លាមនោះដែរកម្លាំងសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំងពីរទៅកាន់មន្ទីរពេទ្យបង្អែកក្បែរតំបន់កើតហេតុដើម្បីសង្គ្រោះបន្ទាន់ប៉ុន្តែជាអកុសលស្ថានភាពធ្ងន់ធ្ងរពេករួមផ្សំនឹងចង្វាក់បេះដូងចុះខ្សោយនោះក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតពួកគេបានឡើយដោយម្នាក់បានទទួលមរណភាពនៅវេលាម៉ោង 12:41 នាទីថ្ងៃត្រង់និងម្នាក់ទៀតបានស្លាប់ជាបន្តបន្ទាប់នៅវេលាម៉ោង 1:30 នាទីរសៀលបាទប្រិមិត្តឃើញថាទាហានថៃបាទជិះម៉ូតូយ៉ាងម៉េចបាទជ្រុលទៅបុកបានឡានយោធាបណ្ដាលឲ្យបោកក្បាលស្លាប់ទាំងពីរអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទខ្លីៗទាំងពីរនេះបាទសូមស្វាគមន៍ប្រិមិត្តអ្នកស្ដាប់ជាទីមេត្រីបាទសូមលើកនៅអត្ថបទដ៏ស្រង់បាទខ្លីៗមកជម្រាបជូនដល់ប្រិមិត្តអ្នកស្ដាប់ដែលអត្ថបទដំបូងគឺតាក់ទងនឹងរឿងរ៉ាវកំពុងតែល្បីពាក់ព័ន្ធនឹងថៅកែហាងសាឡនម្នាក់បានវាយធ្វើបាបទៅលើស្ត្រីវ័យចំណាស់បាទដូចប្រៀបនឹងម្ដាយទៅហើយដោយប្រើហិង្សាដែលផ្ដើមដំបូងនោះលើថាស្ត្រីខាងលើដែលបម្រើការជាមួយនឹងថៅកែសាឡននោះរើសបានទូរស័ព្ទហើយយកទៅលក់ក៏កើតមានរឿងរ៉ាវខឹងសម្បាវាយដំច្រំធាក់បាទទៅលើស្ត្រីចំណាស់ដែលយើងមើលទៅបាទគួរឲ្យណិតគាត់មែនតើពេលនេះត្រូវបាទពេលនេះថៅកែហាងសាឡនត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយបាទតើយ៉ាងណាចឹងប្រិយមិត្តយើងមកតាមដានលំអិតដូចតទៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី26ខែមិថុនាឆ្នាំ2026នេះកម្លាំងជំនាញមូលដ្ឋានកងរាជវុធហត្ថក្រុងប៉ោយប៉ែតបានចាប់ឃាត់ខ្លួនម្ចាស់ហាងកាសាឡនដែលមានឈ្មោះគុំលីកាហៅក្រៅកាភេទស្រីអាយុ30ឆ្នាំរស់នៅភូមិប៉ាលីឡៃ1សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រោយពីបានវាយធ្វើបាបបង្ខាំងស្ត្រីមេម៉ាយដែលបម្រើការនៅក្នុងផ្ទះរបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃស្ត្រីរងគ្រោះឈ្មោះអ៊ុតខុនអាយុ59ឆ្នាំរស់នៅភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាស្ត្រីមេម៉ាយគ្មានកូនគ្មានផ្ទះសម្បែងហើយដើរធ្វើអនាម័យតាមផ្ទះដើម្បីយកប្រាក់ឈ្នួលក្រោយមកក៏បានសុំស្ត្រីខាងលើមកស្នាក់នៅជាមួយដើម្បីធ្វើជាអ្នកអនាម័យហើយស្នាក់នៅហូបចុកជាមួយគ្នាអស់រយៈពេលជាង3ឆ្នាំមកហើយ
ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រមប៉ោយប៉ែតដឹកនាំដោយលោកអនុសេនីយ៍ឯកតែលតៃលាវមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង 10:00 នាទីថ្ងៃទី28 ខែមិថុនាឆ្នាំ2026ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរួមទាំងដកហូតវត្ថុតាងមានកំបិតតាំងតោដងឈើប្រវែង30 សង់ទីម៉ែត្រចំនួន1ដើមនៅចំណុចហាងកាកាសាឡនស្ថិតនៅភូមិប៉ាលីឡៃ1សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតហើយនាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធីលោកអនុសេនីយ៍ឯកតែលតៃលាវបានឲ្យដឹងថាថ្ងៃមួយជនជាតិចិនជាប្តីរបស់ជនសង្ស័យខាងលើបានយកទូរស័ព្ទនិងកុំព្យូទ័រជាច្រើនគ្រឿងមកផ្ញើជនសង្ស័យពេលនោះជនរងគ្រោះកំពុងធ្វើការងារជាអនាម័យស្រាប់តែឃើញទូរស័ព្ទចំនួន3គ្រឿងធ្លាក់ចេញមកក្រៅហើយខ្លួនក៏បានយកទូរស័ព្ទនោះយកទៅលក់ឲ្យអ្នកទិញទូរស័ព្ទខូចតាមផ្លូវបានប្រាក់ចំនួន 20,000 រៀលស្រាប់តែថៅកែជនសង្ស័យនោះបានដឹងថាជនរងគ្រោះយកទូរស័ព្ទទៅលក់ខ្លួនក៏បានយកកំណាត់ឈើវាយទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសហូរចេញឈាមជាច្រើនកន្លែងនិងបានយកកំបិតតាំងតោមកគំរាមកាត់ម្រាមដៃម្រាមជើងរបស់ជនរងគ្រោះហើយថែមទាំងគំរាមមិនឲ្យចេញទៅក្រៅផ្ទះថែមទៀតក្រោយមកនៅវេលាម៉ោង 4 នាថ្ងៃទី14 ខែមិថុនាឆ្នាំ2026ជនរងគ្រោះបានមានឱកាសឡើងលើដំបូលផ្ទះពីខាងក្រោយរួចដើរមកខាងមុខហាងហើយសម្រុតខ្លួនចុះមកតាមជម្រឹងដែកពេលចុះមកដល់ក្រោមក៏ជិះម៉ូតូឌុបទៅផ្ទះប្អូនស្រីនៅមណ្ឌល 4 ដើម្បីព្យាបាលរបួសហើយបានទៅដាក់ពាក្យប្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថតែម្ដងក្រោយការឃាត់ខ្លួននិងសួរនាំជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពប្រើហិង្សាដោយការប្តឹងចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែនដោយសារតែខឹងជនរងគ្រោះយកទូរស័ព្ទដែលជនជាតិចិនជាសង្សាររបស់ខ្លួនយកទៅលក់យកលុយដោយផ្អែកលើចម្លើយសារភាពនិងវត្ថុតាងជាក់ស្ដែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងទំនុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីលោកវរៈសេនីយ៍តូព្រំថេងប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឲ្យដឹងថាការបង្ក្រាបករណីខាងលើនេះក៏ទទួលបានបញ្ជាពីលោកឧត្តមស្នេហ៍ត្រីបោបិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលនីតិវិធីពីលោកកើតវណ្ណរ៉េតព្រះរាជអាជ្ញាអមសាលាដំបងខេត្តផងដែរបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការឡាយព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបងខេត្តហើយនៅព្រឹកថ្ងៃច័ន្ទទី29 ខែមិថុនាឆ្នាំ2026នេះដើម្បីអនុវត្តតាមនីតិវិធីច្បាប់បាទប្រិមិត្តឃើញថាតាមដំណើររឿងតូចសោះបែរជាប្រើហិង្សារហូតដល់វាយដំច្រំធាក់ទៅលើស្ត្រីខាងលើបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ដែលមហាជនឃើញហើយមានការស្លុតចិត្តជាខ្លាំងបាទម្ដាយយើងម្ដាយគេណាបាទគាត់វ័យចំណាស់ហើយគួរតែអត់ឱនអព្យាស្រ័យឲ្យគ្នាអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទខ្លីមួយនេះបាទសូមស្វាគមន៍ប្រិមិត្តអ្នកស្ដាប់ជាទីមេត្រីសំឡេងនៅអត្ថបទបាទដកស្រង់ខ្លីៗមកជម្រាបជូនដល់ប្រិមិត្តអ្នកស្ដាប់ដែលអត្ថបទនេះបាទតាក់ទងនឹងលោក K01 ដែលកំពុងតែផ្ទុះវីដេអូល្បីលើបណ្ដាញសង្គមមានការរិះគន់និងមានការគាំទ្រផងដែរទៅលើលោកដែលបានប្រើអំពើហិង្សាដោយបានទះកំភ្លៀងទៅលើយុវជនម្នាក់បាទយើងមិនដឹងថាមានបញ្ហាឬក៏រឿងរ៉ាវលំអិតបាទយ៉ាងណានោះទេរហូតដល់មានការវេកញែកបាទរិះគន់ថាទង្វើនេះមិនសមរម្យថាតើលោក K01 ហ្នឹងមានទូនាទីឬក៏ភារកិច្ចអ្វីហ៊ានចាប់គេបាទវាយផ្ទះបែបនេះឥឡូវនេះរឿងរ៉ាវកាន់តែបាទក៏ក្រើករហូតដល់បាទលោកឧត្តមសេនីយ៍ឯកជួនដារិនបាទយើងដឹងហើយលោកគឺជាស្នងការនគរបាលរាជធានីភ្នំពេញបានចេញបញ្ជាបាទកោះហៅលោក K01 បាទចូលមកបំភ្លឺក្រោយពីបានប្រើហិង្សាទៅលើយុវជនម្នាក់បាទតើយ៉ាងណានោះយើងមកតាមដានលំអិតដូចតទៅថាមែនទីបំផុតឯកឧត្តមជួននរិនអគ្គស្នងការរឿងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឲ្យនគរបាលព្រហ្មទណ្ឌក៏ហៅលោក K01
ដែលប្រើហិង្សាទៅលើយុវជនម្នាក់នៅលើเพจផ្លូវការរបស់ឯកឧត្តមជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី29ខែមិថុនាឆ្នាំ2026នេះបានបង្ហោះថាខ្ញុំបានចាត់ករណីនេះទៅលោកប៊ុនសច្ចាស្នងការរងទទួលផែនព្រំប្រទានអនុវត្តករណីនេះហើយបើទោះបីជនរងគ្រោះមិនប្តឹងក៏នគរបាលយុតិធធដើរតួនាទីជាដើមបណ្ដឹងលោកស្នងការបានបន្តថាសូមលោក K01 ចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅវេលាម៉ោង8នាថ្ងៃទី30ខែ6ឆ្នាំ2026នៅជាន់ទី3ផែននគរបាលព្រំប្រទានសូមបញ្ជាក់ថានៅលើបណ្ដាញសង្គមកាលពីព្រឹកមិញនេះបានបង្ហោះអំពីសកម្មភាពរបស់លោក K01 ឲ្យកូនចៅរបស់ខ្លួនជាច្រើនអ្នកចាប់ក្រៀកយុវជនម្នាក់បង្ខំឲ្យសំពះម្ដាយ3ដងតែយុវជននោះបានខឹងមិនព្រមធ្វើតាមបង្គាប់ K01 ទើប K01 ចាប់ផ្ទះកំភ្លៀងជាច្រើនដៃនិងគំរាមសម្លុតហើយមន្ត្រីនគរបាលគ្រឿងញៀនឲ្យមកធ្វើការឲ្យខ្លួនជាការគំរាមជាដើមដោយឡែកកូនចៅលោក K01 ទាំងវងក៏បានចូលរួមប្រព្រឹត្តជាមួយលោក K01 ដែរអ្នកខ្លះសម្លុតគំរាមឲ្យនគរបាលមកពិនិត្យទឹកនោមរោគសារធាតុញៀនអ្នកខ្លះចាប់ក្រៀកយុវជននោះដែលមហាជនលើកឡើងថាលោក K01 ដើរតួជាមន្ត្រីនគរបាលយុតិធធយកកន្លែងហាងលក់ឡានរបស់ខ្លួនយកយុវជននោះមកផ្ទះកំភ្លៀងធ្វើសកម្មភាពមកលើយុវជននោះជាក្រុមខណៈលោក K01 ជាមេខ្លោងបាទប្រិមិត្តមិនដឹងថារឿងរ៉ាវបែបណាលំអិតនោះទេគ្រាន់តែអ្នកខ្លះឃើញទង្វើរបស់ K01 ហាក់បីដូចជាបើលើណាបើប្រើហិង្សាហាក់បីដូចខ្លួនហ្នឹងមានមកជាសមត្ថកិច្ចអញ្ចឹងតែយ៉ាងណាឥឡូវនេះលោកស្នងការឯកឧត្តមជួននរិនបាទក៏ហៅចូលទៅបំភ្លឺហើយយើងចាំមើលថាតើស្អែកនឹងមានអ្វីកើតឡើងបន្តទៀតអរគុណប្រិយមិត្តបាទសូមបញ្ចប់នៅអត្ថបទនេះហើយយើងមកតាមដាននៅអត្ថបទមួយទៀតតើតើនឹងតារាកំប្លែងនៃបមីដែលបានប្តឹងស្ត្រីម្នាក់ដែលមាន Facebook ឈ្មោះពេជ្ររជនីកណ្ណានិងទេសំជំងឺចិត្តបាទដោយដែលប្រិមិត្តបានដឹងហើយនៅលើបណ្ដាញសង្គមលោកចែមចន្ទរាដែលជាតារាកំប្លែងល្បីឈ្មោះហៅថានាយបមីណាថ្មីនេះក្រោយពីបែកធ្លាយវីដេអូបាទ live បាទមានការចាប់ដៃជាមួយនឹងលក្ខណៈដែលគេស្គាល់ថាតាមរយៈការជួយរបស់នាយបមីនៅពេលកន្លងមកថាជាទង្វើមិនសមរម្យរហូតមានការវែកញែករិះគន់បាទដោយទឹកបាក់ទំនុកទៅលើតារាកំប្លែងបមីដោយអ្នកខ្លះមានការប្រើពាក្យសម្ដីអសុរោះរហូតដល់នាយទ្រាំបំបានក៏បានចេញពាក្យប្តឹងបាទតើយ៉ាងណាចឹងប្រិមិត្តយើងមកតាមដានលំអិតដូចតទៅតារាកំប្លែងនាយបមីប្តឹងស្ត្រីម្នាក់ដែលមានគណនី Facebook ឈ្មោះពេជ្ររជនីកណ្ណាក៏គាត់ចូលទៅប្រើពាក្យដែលលោកបមីចាត់ទុកថាជាខ្លឹមសារជេរប្រមាថលោកលើបណ្ដាញសង្គមអ្នកប្រើបណ្ដាញសង្គមសូមប្រយ័ត្នពេលចូលទៅបញ្ចេញមតិយោបល់រាល់អ្វីដែលគេបង្ហោះសូមគិតពាក្យសូមគិតរវាងពាក្យពេចន៍ជេរប្រមាថនិងការជូនយោបល់ឲ្យកែតម្រង់រវាងគេប្តឹងបែបនេះក្រៅពីការឲ្យលុបចេញចំពោះខ្លឹមសារដែលបានបង្ហោះឲ្យសំទោសជាសាធារណៈតារាកំប្លែងដែលជាអតីតជាជាងសំណងម្នាក់នេះក៏បានទាមទារឲ្យស្ត្រីរូបនេះសងជំងឺចិត្តរហូតដល់$15,000ផងដែរតែទោះជាយ៉ាងណាខ្ញុំក៏ទទូចដល់បងប្អូនអ្នកផលិតមាតិកានៅលើបណ្ដាញសង្គមសូមគិតដល់ផលប្រយោជន៍ចំពោះសង្គមជាតិឲ្យបានច្រើនជៀសវាងការចេញអ្វីដែលចង់បានចំណេញតខ្លួនហើយផលិតវីដេអូដែលនាំឲ្យចេះផលអវិជ្ជមានខ្លាំងសម្រាប់សង្គមជាតិសូមចែករំលែកមាតិកានិងខ្លឹមសារល្អៗសម្រាប់យុវជនរបស់យើងអាចទទួលបានផលប្រយោជន៍សម្រាប់ចូលរួមកសាងសង្គមជាតិឲ្យបានរីកចម្រើនបាទប្រិមិត្តរឿងរ៉ាវលោកបមីបាទតែយ៉ាងណាលោករឿងរ៉ាវមួយនេះត្រូវបានសម្របសម្រួលគ្នាហើយបាទគឺថារីខាងលើបានចេញវីដេអូសំទោសហើយនឹងធ្វើតាមអ្វីជាសំណើរបស់តារាកំប្លែងនេះបាញ់លុយទៅឲ្យមន្ទីរពេទ្យបាទ$1,000ដើម្បីបញ្ចប់ការប្តឹងផ្ដាល់
អរគុណប្រិយមិត្តចូលបញ្ចប់នៅអត្ថបទខ្លីនេះហើយយើងមកតាមដាននៅអត្ថបទមួយទៀតឆ្លោះគ្នាជាមួយប្តីចោះចេញពីផ្ទះទៅដេកជាមួយក្រុមជួតថ្នាំគេសុំរួមមេត្រីឆ្លើយព្រមរហូតសម្រេច4នាក់មួយខែក្រោយមកដាក់ពាក្យប្តឹងប្រជាជនសង្ស័យ4នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនដោយរងបណ្ដឹងពីស្ត្រីរងគ្រោះរួមគ្នារំលោភសារសន្តិវៈទៅលើស្ត្រីរងគ្រោះតែម្នាក់និងបានប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់ដែលហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង 23:00 នាទីអំឡុងខែឧសភាឆ្នាំ2026នៅចំណុចរោងដែលគេបោះចោលមួយកន្លែងស្ថិតនៅភូមិព្រែកតាពៅសង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្ដាលដោយស្ត្រីរងគ្រោះទើបតែមកដាក់ពាក្យប្តឹងនៅប៉ុននគរបាលដើមមានកាលពីថ្ងៃទី26ខែមិថុនាឆ្នាំ2026តែទៅនឹងករណីខាងលើនេះបើតាមប្រភពពីសមត្ថកិច្ចបានប្រាប់ដឹងថាស្ត្រីជាដើមបណ្ដឹងមានស្វាមីអាយុ17ឆ្នាំជាជនជាតិខ្មែរមុខរបរជាមេផ្ទះចំណែកបរិសុទ្ធជនសង្ស័យទាំង4នាក់ទី1ឈ្មោះអុកយ៉តខ្វាន់អាយុ21ឆ្នាំទី2ឈ្មោះមានមុំអាយុ40ឆ្នាំទី3ឈ្មោះអុកសារ៉ាយុទ្ធអាយុ15ឆ្នាំនិងទី4ឈ្មោះអុករ៉ានុតអាយុ17ឆ្នាំជនសង្ស័យទាំង4នាក់ជាជនជាតិខ្មែរមុខរបរឬអេតចៃមានវិជ្ជមាននៅសារធាតុញៀននិងមានទីតាំងនៅជាមួយស្ត្រីរងនៅភូមិសង្កាត់កាត់ហេតុខាងលើករណីសមត្ថកិច្ចបានឲ្យដឹងទៀតថាស្ត្រីរងគ្រោះបានរៀបរាប់នៅក្នុងពាក្យបណ្ដឹងនៅវេលាម៉ោង 11:00 នាទីអំឡុងខែឧសភាឆ្នាំ2026គឺស្ត្រីរងគ្រោះបានឆ្លុះប្រកែកគ្នាជាមួយប្តីហើយនាងក៏បានដើរចេញពីផ្ទះទាំងកណ្ដាលស្ត្រីដល់រោងដែលគេបោះបង់ចោលមួយកន្លែងក្នុងទីតាំងកើតហេតុក៏បានជួបជនសង្ស័យទាំង4នាក់កំពុងប្រើប្រាស់ថ្នាំញៀនហើយនាងឲ្យចូលដេកក្នុងរោងជាមួយហើយនាងក៏យល់ព្រមលុះក្រោយមកជនទាំង4នាក់នោះក៏បានសុំស្ត្រីខាងលើរួមភេទហើយស្ត្រីនោះក៏បានយល់ព្រមជាមួយនឹងជនសង្ស័យទាំង4នាក់ម្នាក់ម្ដងរហូតដល់ចែកផ្លូវគ្នាអស់ទៅរហូតដល់ព្រឹកថ្ងៃទី26ខែមិថុនាទើបស្ត្រីរងគ្រោះសម្រេចចិត្តដាក់ពាក្យប្តឹងទៅលើជនសង្ស័យទាំង4នាក់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមានឲ្យជួយអន្តរាគមន៍ខត់ជនសង្ស័យទាំង4នាក់នាំយកមកសួរនាំដោយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង4នាក់បានឆ្លើយសត្យភាពថាពួកខ្លួនពិតជាបានរួមភេទជាមួយស្ត្រីរងគ្រោះទាំងអស់គ្នាពិតប្រាកដមែនតែមិនបានចាប់បង្ខំឬចាប់រំលោភសារសន្តិវៈនោះទេគឺដោយមានការយល់ព្រមព្រៀងគ្នាពីស្ត្រីរងគ្រោះបច្ចុប្បន្នជនសង្ស័យទាំង4នាក់កំពុងខត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តនីតិវិធីច្បាប់បាទសូមស្វាគមន៍ប្រិមិត្តអ្នកស្ដាប់ជាទីមេត្រីសម្លេងនៅអត្ថបទដកស្រង់បាទខ្លីៗមកជម្រាបជូនដល់ប្រិមិត្តអ្នកស្ដាប់ដែលអត្ថបទទី1តកតងនឹងករណីក្មេងស្រីស្រស់ស្អាតអាយុ17ឆ្នាំម្នាក់ត្រូវបានឃាតករជនដៃដល់បានសម្លាប់ហើយញាត់នៅក្នុងអាវ៉ាលីយកទៅប្លង់ចោលនៅចិត្តផ្លូវរថភ្លើងមួយកន្លែងដែលហេតុការណ៍ខាងលើនេះកំពុងតែផ្ទុះការភ្ញាក់ផ្អើលមែនទែននៅឯប្រទេសថៃនោះទេហើយថ្មីនេះឃាតករជនដៃដល់តាមរយៈកាមេរ៉ាសុវត្ថិភាពឃើញថាសមត្ថកិច្ចថៃបានធ្វើការស្រាវជ្រាវចាប់បានហើយជនដៃដល់ជាឃាតករជាជនជាតិបរទេសយើងមិនដឹងថាមានគំនុំអ្វីឬបើយ៉ាងណានោះទេហេតុអីក៏សាហាវយកខ្នងយ៉ាងនេះសម្រាប់ក្មេងស្រីអាយុ17ឆ្នាំបើចឹងប្រិមិត្តយើងមកតាមដានលំអិតដូចតទៅទីបំផុតចាប់បានឃាតករក្នុងករណីឃាតកម្មសម្រាប់ក្មេងស្រីអាយុ17ឆ្នាំម្នាក់ញាត់ចូលវ៉ាលីនៅបាតាយាហើយបរិសុទ្ធជនជាតិអូស្ត្រាលីម្នាក់បានឆ្លើយសារភាពថាបានសម្លាប់ក្មេងស្រីអាយុ17ឆ្នាំម្នាក់នៅក្នុងខុងដូបាតាយាមុនពេលយកសពរបស់នាងញាត់ចូលក្នុងវ៉ាលីហើយយកទៅបោះចោលនៅចិត្តផ្លូវរថភ្លើងមួយកន្លែងប៉ូលីសបាននិយាយថាជនសង្ស័យឈ្មោះ Simon Peter Chapman អាយុ46ឆ្នាំត្រូវបានចាប់ខ្លួនដំបូងនៅអាកាសយានដ្ឋានសុវណ្ណភូមិគណៈពេលកំពុងជាយាមចាកចេញពីប្រទេសថៃក្រោយមកគាត់ត្រូវបាននាំខ្លួនត្រឡប់ទៅទីក្រុងបាតាយាវិញដើម្បីសួរចម្លើយអំឡុងពេលសួរចម្លើយគាត់ត្រូវបានគេរាយការណ៍ថាបានសារភាពបន្ទាប់ពីប្រឈមមុខនឹងផតតាំងកាមេរ៉ា CCTV ប៉ុន្តែបានអះអាងថាហេតុការណ៍នោះបានកើតឡើងអំឡុងពេលឆ្លោះគ្នានិងបន្តគ្នាហ
ហើយអះអាងថាវាជាការការពារខ្លួនលោកត្រូវបានចោទប្រកាន់4បទល្មើសរួមមានឃាតកម្មដោយចេតនាលាក់កំបាំងសាកសពនិងបទល្មើសពាក់ព័ន្ធនឹងអន្តរជនត្រូវបានបញ្ជូនទៅកាន់តុលាការបាទប្រិមិត្តឃើញថាទីបំផុតបាទឈាមស្រែកស្បែកហៅសមត្ថកិច្ចបាទចាប់បានហើយបាទឃាតករសម្លាប់ក្មេងស្រីអាយុ17ឆ្នាំដ៏ស្រស់ស្អាតបាទសង្ស័យមានចំនួនបាទបតាយតបគ្នាយ៉ាងម៉េចរហូតដល់ឈានការបាទស្លាប់បែបនេះអរគុណប្រិមិត្តយើងមកតាមដាននៅអត្ថបទមួយទៀតតកតើនឹងករណីឃាតកម្មកាត់ឡើងនៅក្នុងប្រទេសកម្ពុជាយើងនោះទេចាប់ខត់ខ្លួនបាទបរិះ3នាក់មិនដឹងថាមានគំនុំឬក៏បញ្ហាអ្វីនោះទេបានយកកំបិតផ្កាក់បាទកាប់នឹងអាកបាទបរិះម្នាក់ទៀតបាននៅក្នុងផ្ទះស្លាប់យ៉ាងរន្ធត់បាទក្រោយកើតហេតុបានមួយថ្ងៃបាទទីបំផុតបាទសមត្ថកិច្ចបានចាប់បានហើយហេតុអីក៏សាហាវបែបនេះខត់ខ្លួនជនសង្ស័យ3នាក់បានហើយករណីឃាតកម្មអាកសម្លាប់មួយកើតឡើងនៅស្រុកព្រៃក្បាស់ខេត្តតាកែវមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃក្បាស់បានឲ្យដឹងនៅព្រឹកថ្ងៃទី27ខែមិថុនាឆ្នាំ2026ឲ្យដឹងថានៅវេលាម៉ោង 8:20 នាទីដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិថ្លុកដូនទុំឃុំបានកាមស្រុកព្រៃក្បាស់ខេត្តតាកែវមានករណីឃាតកម្មបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានយកកំបិតផ្កាក់និងកំបិតតង្តោកាប់នឹងអាកទៅលើជនរងគ្រោះឈ្មោះបុកលីភេទប្រុសអាយុ47ឆ្នាំរស់នៅភូមិកាត់ហាត់ខាងលើទទួលបានព័ត៌មាននេះដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍តូស្នងការនគរបាលខេត្តតាកែវនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តតាកែវលោកឧត្តមសេនីយ៍ត្រីហិនសុខខេងក្នុងការរងផែនការងារនគរបាលព្រំប្រទានបានដឹកនាំកម្លាំងការឡាយព្រំប្រទានកម្រិតធ្ងន់និងកម្លាំងការឡាយបច្ចេកវិទ្យាសាស្ត្រនិងលោកវរៈសេនីយ៍ឯកលេងបន្លុងបានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋានស្រុកព្រៃក្បាស់ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យទីតាំងផ្ទាល់ក្នុងនោះចាប់យកវត្ថុតាងរួមមានកំបិតតង្តោដងឈើប្រវែង30សង់ទីម៉ែត្រផ្លែទំហំ16សង់ទីម៉ែត្រមួយដើមកំបិតផ្កាក់ដងឫស្សីប្រវែង40សង់ទីម៉ែត្រផ្លែប្រវែង30សង់ទីម៉ែត្រមួយដើមទូរស័ព្ទ Oppo ពណ៌ខៀវមួយគ្រឿងបន្ទាប់មកកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវលុះមកដល់វេលាម៉ោង 19:25 នាទីថ្ងៃឆ្នាំដដែលកម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញាប័ណ្ណនិងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះឈុំភក្តីហៅតៃភេទប្រុសអាយុ25ឆ្នាំរស់នៅភូមិថ្លុកដូនទុំឃុំបាកាមស្រុកព្រៃក្បាស់បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពកាប់ទៅលើឈ្មោះបុកលីមានគ្នា3នាក់និងបានយកកំបិតផ្កាក់កាប់ចំក្បាលពីក្រោយមួយកំបិតនិងទី2ឈ្មោះសួនសុកណេងភេទប្រុសអាយុ29ឆ្នាំយកកំបិតផ្កាក់ពីខ្លួនកាប់ឈ្មោះបុកលីចំផ្គេមខាងឆ្វេងមួយកំបិតនិងទី3ឈ្មោះសឹមរីភេទប្រុសអាយុ52ឆ្នាំយកកំបិតតង្តោទៅអាកបន្ថែមទៀតបន្ទាប់មកកម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះសួនសុកណេងភេទប្រុសអាយុ29ឆ្នាំនិងជនសង្ស័យឈ្មោះសឹមរីភេទប្រុសអាយុ42ឆ្នាំរស់នៅភូមិកើតហេតុខាងលើយកមកអធិការដ្ឋាននគរបាលស្រុកព្រៃក្បាស់ដើម្បីសាកសួរនៅកសាងទំនំរឿងតាមនីតិវិធីច្បាប់បាទប្រិមិត្តឃើញថាសង្ស័យដោយសារគំនុំណាបាទហេតុអីក៏សាហាវខុសខើណាបាទកាប់នេះឲ្យអាកថែមទៀតបាទស្មានតែរួចខ្លួនឬយ៉ាងណាបាទ3នាក់ណោះអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទនេះហើយយើងមកតាមដាននៅអត្ថបទតារាសិល្បៈវិញម្ដងស្ងាត់រឿងបែកគូស្នេហ៍មួយរយៈលូរីនបង្ហោះសារអត្តន័យដ៏ក្តៅគគុកត្រូវអ្នកគាំទ្រសង្ស័យថាសំដៅទៅលើបុគ្គលល្បីម្នាក់មហាជនអ្នកគាំទ្រច្បាស់ជាបានជ្រាបហើយពីទំនាក់ទំនងស្នេហារបស់តារាចម្រៀងរ៉េបាន់ដានិងលូរីនបានតាក់ទងគ្នាប្រមាណ2ឆ្នាំមកហើយស្រាប់តែកាលពីអំឡុងដើមឆ្នាំ2026ពលគឺថ្ងៃ countdown ឆ្នាំ2025ចូល2026អ្នកគាំទ្រដាក់ការសង្ស័យថាលោកវណ្ណដានិងកញ្ញាលូរិនអាចនឹងចែកផ្លូវគ្នាគណៈក្នុងយុគថ្ងៃឆ្លងឆ្នាំអ្នកគាំទ្របានឃើញអ្នកទាំងពីរបង្ហោះសារសេតប្លែកនិងពោលពាក្យឲ្យតម្រុយកំពុងនៅឆ្ងាយពីគ្នាជុំវិញការសង្ស័យនោះដែរលោកវណ្ណដា
និង Lauren ក៏មិនបានបញ្ចេញមកបញ្ជាក់ភ្លាមៗនោះឡើយថាអ្នកទាំងពីរបានចែកផ្លូវគ្នារហូតដល់អំឡុងពេលនេះតារាចម្រៀងរ៉េបល្បីឈ្មោះខាងលើបានឡើងសម្ដែងនៅក្លឹបមួយនៅខេត្តព្រះសីហនុហើយលោកបាននិយាយលើឆាតថាលោកកំពុងតែនៅ single លើកពីនេះកាលពីថ្ងៃទី13ខែមិថុនាកន្លងទៅអ្នកលេងបណ្ដាញសង្គម Facebook បានផ្ទុះការចែករំលែករូបភាពព្រមទាំងវីដេអូរបស់វ៉ាន់ដានិងនារីស្រស់សោភ័យមួយរូបដែលបានដើរលេងកម្សាន្តនៅទឹកដីខេត្តកោះចេះដោយអ្នកគាំទ្រដាក់ការសង្ស័យថានារីរូបនោះអាចជាអ្នកស្អំបេះដូងថ្មីរបស់លោកវ៉ាន់ដាប៉ុន្តែមកដល់ពេលនេះរយៈពេលប្រមាណជាងកន្លះខែមកហើយសម័យខ្លួនមិនបានចេញមកបញ្ជាក់នៅឡើយនោះទេដោយឡែកក្រឡេកមកមើលស្រីស្អាត Lauren ឯណោះវិញក៏មិនបានចេញមកបញ្ជាក់ពីទំនាក់ទំនងជាមួយវ៉ាន់ដាដែលដល់ចំណុចណាដូចគ្នាគណៈមហាជនបានឃើញនៅលើបណ្ដាញសង្គមនានារបស់នាងបានបង្ហោះវីដេអូបែបកំសាន្តដូចសពមួយដងយ៉ាងណាមិញស្រាប់តែថ្មីនេះ Lauren បានធ្វើឲ្យអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើលក្រោយនាងបានបង្ហោះសារជាភាសាអង់គ្លេសមួយផ្ញើទៅបរិះមានអំនួតមិនសូវខ្ពស់ម្នាក់ថាការឲ្យតម្លៃខ្លួនឯងជាធំរបស់មនុស្សប្រុសខ្លះគឺខ្ពស់ជាងកម្ពស់គេទៅទៀតផ្ដល់ការគោរពដល់ខ្ញុំផងក្រោយការបង្ហោះសារនោះឡើងអ្នកគាំទ្រកញ្ញា Lauren ជាច្រើនបានចូលទៅបញ្ចេញមតិយោបល់ស្រដៀងថាសារនោះអាចចង់សម្ដៅទៅលើពូជក់ព្រោះកន្លងមកពូជក់បាននិយាយឈ្មោះ Lauren ជាច្រើនដងនៅក្នុងវីដេអូកន្លងមកពូជក់បានបង្ហោះពាក់ព័ន្ធនឹង Lauren នោះគឺផ្ដើមពេលដំបូងបន្ទាប់ពីបែកធ្លាយដំណឹងវ៉ាន់ដាបណ្ដានារីម្នាក់ផ្សេងទៀតក្នុងវីដេអូនោះពូជក់បាននិយាយក្នុងអត្ថន័យសូមស្រឡាញ់ Lauren រហូតដល់វីដេអូក្រោយពូជក់ប្រើពាក្យសម្ដីឡើងដូចជា Lauren កំពុងមានទំនាក់ទំនងជាមួយលោកដោយអ្នកគាំទ្រលើកឡើងថាពូជក់ធ្វើអីតែម្នាក់ឯងបាទប្រិមិត្តឃើញថាថ្មីនេះមានការចាប់អារម្មណ៍ទៅលើកញ្ញា Lauren បង្ហោះសារបាទសម្ដៅទៅលើនរណាម្នាក់បាទអរគុណប្រិមិត្តចូលបញ្ចប់នៅអត្ថបទ